Bạn sụt đấyបងប្អូនឆ្នាំទី2ទាំងអស់គ្នាថ្ងៃនេះយើងរៀនមេរៀនពិបាកមេរៀនថ្មីរបស់យើងគឺ chapter ទី3រៀនពី continuous random variable អញ្ចឹងដើម្បីកុំឲ្យខាតពេលក៏យើងចាប់ផ្ដើមមេរៀនយើងសិនមេរៀនទី3 continuous random variable and probability distribution អញ្ចឹងយើងមើលញោមន័យគេឲ្យ x ជាអធិចដន់ជាប់មួយអញ្ចឹងគេបាន probability distribution ឬក៏គេហៅថា probability density function ខ្ញុំទៅជាសកាត់ PDS របស់អធិចដន់ x មួយគឺជាអនុគមតាំងដោយ s ទៅនឹង x តែផ្ទៀងផ្ទាត់ចំពោះគ្រប់ចំនួនពិតពី a និង b ដែល a ទៅជាស្មើ b គេទីបាន probab ដែល x យើងនៅចន្លោះ a និង b គឺស្មើអង្គតិកាកំណត់ពី a ដល់ b s x ទី x អញ្ចឹងគេបានលក្ខណៈបើ s x ជា PDS និង x ចឹងវាត្រូវផ្ទៀងផ្ទាត់ពីរលក្ខខណ្ឌខណ្ឌទី1គឺ s x យើងនេះធំជាងឬស្មើ0ចំពោះគ្រប់ x លក្ខខណ្ឌទី2អង្គតិកាពីដកអនន្តទៅបូកអនន្ត s x dx ត្រូវតែស្មើនឹង1ហើយយើងមើល example ទី1តោះឧបមាថា x យើងជាអធិចដន់ជាប់មួយដែលមាន PDS កំណត់ដោយ sx ស្មើនឹង c កតា 4x ដក 2x ការ៉េបើ x នៅចន្លោះ0ដល់2និង0កណិតផ្សេងចំណុច x គេឲ្យយើងកំណត់រកតម្លៃនៃ c ហើយចំណុច b រកប្របាប់ដើម្បី x ធំជាង1អញ្ចឹងយើងមើលចម្លើយអស់គ្នាឃើញតែនេះយើងមាន PDS របស់ x គឺ sx យើងនេះស្មើនឹង c កតាឲ្យ 4x ដក 2x ការ៉េបើ x នៅចន្លោះ0 2និង0កណិតផ្សេងគឺចំណុច x ឲ្យយើងកំណត់តម្លៃនៃ c អញ្ចឹងយើងដឹងតាមលក្ខណៈនៃ PDS អង្គតិកាពីដកអនន្តទៅបូកអនន្ត sx dx ត្រូវតែស្មើនឹង1អញ្ចឹងយើងអាចស្គាល់មិនបានយើងស្គាល់ឃើញថា sx យើងនេះស្មើ0កណីផ្សេងអញ្ចឹងវាអត់0កណី x នៅចន្លោះ0ដល់2អញ្ចឹងអង្គតិកាយើងបង្រួមត្រឹម0ដល់2ពីដកអនន្តបូកអនន្តរួមត្រឹមកណី0ដល់2អញ្ចឹង0ដល់2 sx យើងគឺ c កតា 4x ដក 2 ការ៉េ dx ស្មើ1អញ្ចឹងតបពីដោះអង្គតិកាហ្នឹងអង្គតិកានេះធម្មតាសាមញ្ញទេទីបាន8លើ 3c ស្មើ1ទីបានតម្លៃ c ស្មើនឹង3លើ 8ទៅចំណុច b រកប្របាប់ដើម្បី x ធំជាង1អញ្ចឹងប្របាប់ដើម្បី x ធំជាង1អញ្ចឹងវាបាន x យើងនេះវានៅចន្លោះ0ដល់2អញ្ចឹង x ធំជាង1វានៅតែអង្គតិកាយើងរត់ពី1ដល់ប៉ុន្មាន1ដល់2 x យើងចំនួន c ដល់3លើ 8មកតា 4x ដក 2x ការ៉េ dx អញ្ចឹងដោះអង្គតិកាមកឃើញតម្លៃវាស្មើ1លើ 2អញ្ចឹងexample ទី1យើងចប់យើងបន្តទៀតដល់ example ទី2ដល់គេថា current in a certain circuit measured by an ammeter is a continuous random variable x with the following density function អញ្ចឹង x យើងគឺជាអធិចដន់ជាប់ដែលមាន PDS វា x យើងគឺស្មើនឹង 0.075x បូក 0.2 បើ x នៅចន្លោះ3និង5 0កណីផ្សេងចំណុច x គេឲ្យយើងគូសក្រាប PDS ហើយផ្ទៀងផ្ទាត់ថាផ្ទៃកន្លែងនៅខាងក្រោមខ្សែកង់ពិតជាស្មើនឹង1ចំណុច b កណនីប្របាប់ x ទៅជាស្មើ4ហើយប្រៀបធៀបនឹងប្របាប់ x ទៅជា4ដាច់ចំណុច c កណនីប្របាប់ x នៅចន្លោះ3ដល់5ពី 3.5 ទៅដល់ 4.5 ហើយប្របាប់មួយទៀតគឺប្របាប់ដើម្បី x ធំជាង 4.5 ដែរតោះយើងដោះស្រាយអស់គ្នាអញ្ចឹងដំបូងគេឲ្យយើងគូសក្រាបអញ្ចឹងយើងមើល PDS របស់ x PDS របស់ x គឺ s ទៅនឹង x ស្មើនឹង 0.075x បូក 0.2 បើ x នៅចន្លោះ3ដល់5និង0កណីផ្សេងអញ្ចឹងដើម្បីគូសក្រាបនៃ x គឺយើងគូសក្រាបធម្មតាអញ្ចឹងយើងគូស abscissa ហើយនិង ordinary អញ្ចឹងយើងដើរចំណុច x យើងពី3ដល់5អញ្ចឹងគូសដើម1 2 3 4 5ចឹងមកអញ្ចឹងករណីដែល x យើងនឹងចន្លោះ3ដល់5អញ្ចឹងពេលដែលខ្ញុំឲ្យ x ស្មើ3ជួសចូលមកយើងឃើញតម្លៃវាហើយ x យើងគឺស្មើនឹង 0.425 ពេលខ្ញុំយក x ស្មើ5ជួសចូលមក
យើងឃើញថាតម្លៃរបស់វាគឺ 0.5 ឬ 75 អញ្ចឹងវាជាបន្ទាត់នេះឃើញអត់វាការបន្ទាត់អញ្ចឹងយើងគូសភ្ជាប់វាមកនេះគឺជា ក្រាបរបស់វាក្នុងករណី x នៅចន្លោះ 3 ដល់ 5 ដល់ករណីផ្សេងគឺ 0 ទាំងអស់អញ្ចឹងអានេះពេល x ធំជាង 5 ក៏ 0 ពេល x ទៅជាង 3 ក៏មិនដែរអញ្ចឹងយើងបានក្រាបរបស់ឯគេ TDS នេះវាគេឲ្យបង្ហាញនៅផ្ទៃកន្លងនៅខាងក្រោមហ្នឹងដាច់ខាត់តែស្មើ1អញ្ចឹងយើងដឹងថាអង្គក្រាបវិដកអណន្តដល់ f(x) dx ស្មើអីអង្គក្រាបកំណត់ពី3ដល់5កូក្រាបនឹង0អស់ហើយមើលវាចូលមក 0.05x បូក 0.2 dx អញ្ចឹងកណនីអង្គក្រាបហ្នឹងគឺតម្លៃវាស្មើនឹង1មែនហើយមើល3គេឲ្យយើងគេនេះប្របាប់ x ទៅជាងឬស្មើ4អញ្ចឹងប្របាប់ x ទៅជាងស្មើ4អញ្ចឹងវាស្មើនឹងមានន័យថាស្មើអង្គក្រាប x រត់ពីដកអណន្តដល់4 f(x) dx ក៏ប៉ុន្តែ f(x) យើងមាននៅចន្លោះពី3ដល់5អញ្ចឹងអង្គក្រាបយើងរួមពីដកអណន្តដល់4មកនៅត្រឹមអីគេ3ដល់4វិញហើយយើងគឺ 0.075x បូក 0.2 dx អញ្ចឹងដល់អង្គក្រាបមកយើងឃើញ 0.46ពី5វាទៀតប្របាប់ដើម្បី x ទៅជាង4 x ទៅជាង4ដូចគ្នាអង្គក្រាបដកអណន្តដល់4 f(x) dx អញ្ចឹងមាននៅរួមត្រឹម3ដល់4ដូចគ្នាអញ្ចឹងចម្លើយវាដូចគ្នាអញ្ចឹងនេះអង្គក្រាបសម្រាប់អធិចរន្តជាប់ប្របាប់ x ទៅជាង4គឺស្មើប្របាប់ x ទៅជាងស្មើ4អូខេនេះសម្រាប់អធិចរន្តជាប់អញ្ចឹងទៅជាងឬស្មើតម្លៃវាស្មើនឹង x ទៅជាងដាច់មួយសេរប្របាប់របស់ x នៅចន្លោះ 3.5 ដល់ 4.5 អញ្ចឹងឃើញថា 3.5 ដល់ 4.5 មាននៅចន្លោះ 3 ដល់ 5 អញ្ចឹងអង្គក្រាបរបស់យើងគឺរត់ពី 3.5 ដល់ 4.5 អានេះគុំអាចយើងគឺ 0.075x បូក 0.2 តបកនេះហើយយើងឃើញតម្លៃស្មើនឹង 0.5 ទៀតប្របាប់ដើម្បីឲ្យ 4.5 ទៅជាង x អញ្ចឹងវាស្មើអង្គក្រាបកំណត់ពី 4.5 ដល់បូកអណន្ត f(x) dx ប៉ុន្តែ f(x) យើងក្រៅពីចន្លោះ 3 5 0ទាំងអស់អញ្ចឹងអង្គក្រាបយើងនឹងរួមនៅត្រឹមអីគេ 4.5 ទៅដល់5 f(x) dx តបពីកនេះហើយយើងឃើញតម្លៃវា 0.27 781ចប់ទីហោទី2ឡាយបន្ទាប់យើងរៀនអំពី cumulative distribution function ចឹងការនិយមន័យថា cumulative distribution function ឬជាអក្សរកាត់ CDF តាមដល់ s ធំនៃ x សម្រាប់អធិចរន្តជាប់ x1 គឺកំណត់ដោយចំពោះគ្រប់ x ជារបស់ r s នៃ x យើងគឺស្មើប្របាប់ x ធំទៅជាងស្មើ x តូចចឹងវាស្មើនឹងក្រាបពីដកអណន្តដល់ x s y dy ចឹងវាដូចអធិដាច់ដែរប៉ុន្តែវាខុសគ្នាត្រង់ថាអធិដាច់យើងគឺជា sigma x ជារបស់ d s p y dy តែដល់ពេលអធិចរន្តជាប់យើងបដូរពី sigma មកអង្គក្រាបវិញម្ដងអង្គក្រាបពីដកអណន្តដល់ x s y dy នេះជាក្រាបរបស់វានេះមកថា s នេះ8មានន័យថា x ទៅជាស្មើ8TDS យើងសម្រាប់អធិចរន្តជាប់វាជាអនុគមកើនញ៉ាំអនុគមកើនតលក្រោមដោយ0តលលើដោយម៉ានដោយ1មើលទ្រឹស្បត់តោះបទទី1គេថាបើ x ជាអធិចរន្តជាប់ដែលមាន TDS s ទៅ x ហើយនិង TDS s ធំ x ចឹងចំពោះគ្រប់ចំនួនពិត a គេបានប្របាប់ x ធំជាង a គឺស្មើនឹង1ដល់ s ធំនៃ a ហើយចំពោះគ្រប់ចំនួនពិតពី a និង b ដែល a ទៅជាង b យើងគេបានប្របាប់ដើម្បី x នៅចន្លោះ a b អានេះអក្សរ x ធំរូបដែរវាស្មើនឹង s នៃ b ដល់ឲ្យ s នៃ a ចឹងមកយើងវិញពីរូបរបស់យើងវិញនេះប្របាប់ដើម្បី x នៅចន្លោះ a b គឺតំណាងឲ្យផ្ទៃកន្លះផ្នែកពណ៌ដិតហ្នឹងវាស្មើនឹងប្របាប់ x ទៅជាស្មើ b ដកប្របាប់ x ទៅជាស្មើ a ឃើញទេអញ្ចឹងវាស្មើនឹង s នៃ b ដកឲ្យ s នៃ a មើល example ទី3តោះឧបមាគេឲ្យអធិចរន្តជាប់មួយមាន TDS x កំណត់ដោយ x យើងគឺស្មើ1លើ8ពុក3លើ 8x បើ x នៅចន្លោះ0ដល់2 0កណិតផ្សេងអញ្ចឹងគេឲ្យយើងរក cumulative distribution function របស់ x អញ្ចឹងយើងរកទាំងអស់គ្នាសំផទី3យើងមាន TDS របស់ x
គឺ x នៃ x យើងគឺស្មើនឹង1លើ8បូក3លើ 8x បើ x នៅចន្លោះ0ដល់2ហើយ0កណិតផ្សេងអញ្ចឹងគេឲ្យយើងរក CDF atom នៃ x របស់អធិចរណ៍ជាប់ x នេះអញ្ចឹងតាមយមន័យយើងមាន atom x យើងគឺស្មើនឹង probab x ធំទៅជាងស្មើ x តូចអញ្ចឹងស្មើនឹងក្រាហ្វិកដកអនន្តរ x តូច s នៃ y នៃ y ដែល x ជារបស់ a អញ្ចឹងយើងសិក្សាករណីនេះយើងនៅចន្លោះ0 2អញ្ចឹងខ្ញុំសិក្សា3ករណីទី1គឺ x ទៅជាង0ដាច់បើ x ទៅជាង0ដាច់យើងបាន atom នៃ x យើងនេះស្មើនឹង0ព្រោះវាចូលករណី otherwise ករណីទី2បើ x យើងនៅចន្លោះ0ដល់2 x នៅចន្លោះ0ដល់2យើងបាន atom នៃ x យើងគឺស្មើ integral ធម្មតា integral យើងគឺដកអនន្តរ x អញ្ចឹងដល់ x នៅចន្លោះ0 2អញ្ចឹងយើងបែងករណីទៅជាដកអនន្តរ0 s y dy បូក0ទៅដល់ x s y dy អញ្ចឹងយើងដឹងថា integral ពីដកអនន្តរ0 s y យើង0បាត់ហើយអញ្ចឹង integral 0អញ្ចឹងវានៅសល់តែចន្លោះ0ដល់ x អញ្ចឹងអានគុំ s យើងជំនួសចូលមក s y យើងគឺ1លើ8បូក3លើ 8y dy អញ្ចឹងដោះ integral ហ្នឹងមកឃើញ x លើ8បូក3លើ 16x ក្រេករណីទី3តោះករណីទី3យើងមើល x យើងនៅចន្លោះនេះនៅ x ធំជាងឬស្មើ2ដាច់បើ x ធំជាងស្មើ2ដាច់អញ្ចឹង s នៃ x យើងនេះដកអនន្តរ x អញ្ចឹងវារត់ពីដកអនន្តរ0បូក0ទៅដល់2ហើយនឹងបូកពី2ដល់ x ព្រោះ x យើងធំជាង2ប៉ុន្តែពីដកអនន្តរ0 s យើងស្មើ0បាត់ហើយហើយដល់ពីសម្រាប់ពី2ដល់ x ក៏ s y យើង0ដែរអញ្ចឹងសងខាង0នៅសល់កណ្ដាលកណ្ដាល y យើងគឺស្មើ1លើ8បូក3លើ 8y អញ្ចឹងដល់អន្តរការមកគឺចម្លើយស្មើ1អស់លេងហ្នឹងឃើញអត់ដូច្នេះ s នៃយើងគឺស្មើ0បើករណី x ទៅនឹង0ស្មើ x លើ8បូក3លើ 16x ក្រេបើ x នៅចន្លោះ0ដល់2ស្មើ1ករណី x ធំជាងឬស្មើ2យើងមើល x សំផុតទិសបត្តិទី2គឺថាបើ x ជាអធិចរណ៍ជាប់ដែលមាន PDF atom x ហើយនឹង PDF atom x ចឹងយើងបាន derivative របស់ atom នៃ x ស្មើនឹង atom x មាន derivative របស់ CDS ចេញអីគេចេញ CDS យមន័យទី3បើពេជាចំនួនពិតដែលនៅចន្លោះ0ដល់1អញ្ចឹង percentile ទី100ពេរបស់អធិចរណ៍ជាប់ x យើងគឺតាំងដោយអត្តានៃពេដែលកំណត់ដោយពេគឺស្មើនឹង s នៃអត្តានៃពេមកអង្គការពីដកអនន្តរអត្តានៃពេ s y dy ដល់ពេលមេឌីយ៉ានគឺត្រូវនឹងពេមេឌីយ៉ានមានន័យថាគឺជា percentile ទី40គឺត្រូវនឹងតម្លៃពេស្មើនឹងកន្លះដូច្នេះយើងបានកន្លះស្មើនឹង s នៃ1ទីលនេះគឺមេឌីយ៉ាននឹងឯងអញ្ចឹងវាស្មើនឹងក្រាហ្វិកដកអនន្តដល់1ទីល s y dy ចំណុចតឹងជាមួយនឹងការរក percentile នេះ graphic របស់បង្ហាញវានេះគឺដល់ expected value អញ្ចឹងដូចអធិចរណ៍ដាច់ដែរ expected value យើងតាំងដោយ e នៃ x បើរៀនតាំងដោយ v នៃ x ហើយ standard deviation តាំងដោយ sigma ឬក៏ sigma នៃ x អញ្ចឹងសម្រាប់អធិចរណ៍ជាប់ដែលមាន PDF atom x យើងបាន expected value នៃ x គឺ1នៃ x ស្មើនឹង e នៃ x ស្មើនឹង ក្រាហ្វិកដកអនន្តបូកអនន្ត x គុណនឹង s នៃ x dx ដល់បើរៀននៃ x យើងគឺ v នៃ x ស្មើនឹង expected value នៃ x ដក1លើជាក្រេស្មើនឹងក្រាហ្វិកដកអនន្តបូកអនន្ត x ដក1ក្រេគុណនឹង s dx standard deviation របស់វាគឺ sigma ស្មើឬការ៉េ variant x ខ្ញុំនៅតទៀត moment generating function MGS moment generating function MGS របស់អធិចរណ៍ជាប់ x 1បើករណីមានព្រោះមានប្រកបថាមានជួនមានជួនអត់បើមានគឺតាំងដោយ omnity ស្មើនឹង expected value នៃ e សេគុណតេ x អញ្ចឹង e នៃ e សេគុណតេ x ស្មើនឹងក្រាហ្វិកដកអនន្តបូកអនន្ត e សេគុណតេ x គុណជាមួយនឹង s នៃ x dx ដូច្នេះបន្តទៀតទិសបត្តិទី3គឺថាបើ x ជាអធិចរណ៍ជាប់ដែលមាន PDF atom x ហើយ hash នៃ x គឺជាអនុគមនៃ x ណាមួយអញ្ចឹងយើងបាន expected value នៃអនុគម hash x គឺស្មើអង្គការពីដកអនន្តបូកអនន្ត hash នៃ x គុណនឹង s នៃ x dx លក្ខណៈរបស់
expected value momentary function ក៏ដូចជា variance អានេះយើងបានរៀននៅមេរៀនអធិចរដាច់ម្ដងហើយអញ្ចឹងអធិចរជាប់លក្ខណៈវាគឺដូចគ្នាអញ្ចឹងដែរនេះថាបើគេឲ្យ x ជាអធិចរជាប់អញ្ចឹងគេទីបាន ư នៃ ax បូក b គឺស្មើនឹង a ư នៃ x បូក b variance នៃ x គឺស្មើ ư x ក្រេដក ư ក្រេនៃ x អានេះ x ធំគឺទឹកកែ variance នៃ x ធំដល់ពេល variance នៃ ax បូក b គឺស្មើនឹង a ការ៉េ variance នៃ x sigma នៃ ax បូក b ស្មើតម្លៃនៃខាត់ a គុណនឹង sigma នៃ x derivative n របស់ momentary function គឺស្មើនឹង ư នៃ x គុណ n ư គុណទៅ x ដល់ពី ux គឺជា derivative ទី1ត្រង់តេស្មើ0មក m' នៃ0 variance x គឺស្មើ m សកលនៃ0ដក m' 0លើកជាការការ៉េអូខេហើយយើងបានរៀនហើយទៅស្រាយហើយនៅមេរៀន discrete ដល់ពេល continuous ស្រាយដូចគ្នាក៏បដូរវិភពបូកមកចាំងទីក្រៅមកតោះយើងមើល example ទី4គេថាម៉េចគេថាតម្រូវការប្រចាំសប្តាហ៍សម្រាប់ស្មានប្រូប៉ានគិតជា1000 កាឡុនពី facility មួយគឺជាអធិចរណ៍ x មួយដែលមាន PDF វាអាតូច x ស្មើនឹង2កតាឲ្យ1ដក1 x ក្រេប x នៅចន្លោះ1ដល់2 0ករណីផ្សេងនៅ A គេឲ្យយើងគណនា CDS នៃ x CDS ដូចទីហោមុនអញ្ចឹងនៅ B រក expression សម្រាប់ percentile ទី102ហើយចំនួនបន្តទៀតគេឲ្យយើងរកតម្លៃនៃ1ដុល្លារមេយ៉ានតម្លៃនៃ1ដុល្លារអូខេតែគេនេះរក OX និង variance x នោះដែរគេថាប៉ះសិនបើក្នុង stock ហ្នឹងមាន 1.5 ពាន់កាឡុននៅដើមសប្តាហ៍ហើយអត់មានការផ្គត់ផ្គង់បន្ថែមណាទៀតទេក្នុងអំឡុងសប្តាហ៍ហ្នឹងគឺថាតើយើងរំពឹងថានឹងនៅសល់ប្រមាណដែរអញ្ចឹងគេឲ្យហ៊ានមកថា x គឺបរិមាណស្មានប្រព័ន្ធដែលវានៅសល់តែយើងមើលសម្រាប់ចាក់មកនេះតោះចំពោះទី4 x តាំងឲ្យតម្រូវការប្រចាំសប្តាហ៍សម្រាប់ឧស្ម័នប្រព័ន្ធគិតជា 1000 កាឡុនអញ្ចឹងយើងមាន PDF របស់ x គឺ x យើងនេះវាស្មើនឹង2កតា1ដក1 x ក្រេបើ x នៅចន្លោះ1ដល់2 0ករណីផ្សេងអញ្ចឹងគេឲ្យយើងគណនារក CDS នៃ x អញ្ចឹង CDS នៃ x យើងបានអីតោះ x ធំនៃ x យើងនេះគឺស្មើនឹង probab x ធំតូចជាងស្មើ x តូចអញ្ចឹងវាស្មើនឹងក្រាហ្វិកដកអណន្តទៅដល់ x តូច i នៃ y d y គ្រប់ទៅជារបស់ a អញ្ចឹងយើងសិក្សា3ករណីដូចគ្នាអញ្ចឹងដែរករណីទី1បើ x តូចជាង1អញ្ចឹងយើងបាន x ធំនៃ x ស្មើនឹង0ករណីទី2បើ x យើងធំជាងឬស្មើ1ប៉ុន្តែវាតូចជាង2អញ្ចឹង s នៃយើងតាមយមន័យវាស្មើនឹង អង្គក្រាហ្វិកដកអនន្តទៅដល់1ហើយបូកពី1ដល់ x អញ្ចឹងពី1ដល់ដកអនន្តដល់1នៃ i យើង0បាត់ហើយហើយពី1ដល់ x i យើងគឺស្មើនឹង2កតាឲ្យ1ដក1លើ y ក្រេអញ្ចឹងដល់កាលហ្នឹងមកយើងឃើញបាន2កតា x បូក1 x ដក2អញ្ចឹងករណីទី3គឺករណីដែល x យើងនេះធំជាងឬស្មើ2ករណី x យើងធំជាងឬស្មើ2 x ធំជាងឬស្មើ2យើងបាន x ធំនៃ x គឺស្មើនឹងអង្គក្រាហ្វិកដកអនន្តទៅដល់1 i y d បូកអង្គក្រាពី1ដល់2បូកអង្គក្រាពី2ដល់ x ប៉ុន្តែយើងនឹងថាពី2ដកអនន្តដល់1 i យើង0បាត់ហើយហើយដល់ពី2ដល់កាលណា y ធំជាង2 i នេះក៏0ដែរអញ្ចឹងវានៅសល់អង្គក្រាពី1ដល់2 i ពីនេះគឺ2កតា1ដក1 y d អញ្ចឹងចាក់នេះតម្លៃឃើញស្មើនឹង1ដូច្នេះយើងអាចទាញរក f នៃ x យើងនេះ CDS របស់ x គឺស្មើនឹង0កាលណា x តូចជាង1ស្មើ2កតា x បូក1លើ x ដក2បានន័យ x ធំជាងនិយាយចំ x នៅចន្លោះ1ដល់2ហើយនឹង1កាលណា x ធំជាង2 CDS សម្រាប់អធិចរន្តជាប់ខុសពី CDS របស់អធិចរន្តដាច់អធិចរន្តដាច់ CDS វាគឺរីងជាកម្មជាដើមវាដាច់ជាអនុគមដាច់ប៉ុន្តែសម្រាប់អធិចរន្តជាប់ CDS វាគឺជាអនុគមជាប់ដាច់ខាតដកអនន្តដល់បូកអនន្តអូខេតើយើងមើលសំណួរ B គេឲ្យយើងរក expression របស់ percentile ទី100
ចឹងយើងនឹងថាបើយើងតាំងពេបើយើងតាំងសេជា percentile ទី100របស់វាអញ្ចឹងយើងបានពេគឺស្មើនឹង n នៃ c ដែល c យើងត្រូវនៅចន្លោះ1ដល់ប៉ុន្មាន1ដល់2ហើយពេយើងគឺតម្លៃគឺនៅចន្លោះ0ដល់0.1អញ្ចឹងយើងអាចនិយាយថាពេស្មើអីនឹងចំនួននេះមកយើង x ចំនួនដោយពេដល់តម្លៃ c មកយើងបាន n នៃ c យើងគឺស្មើ2កតា c បូក1លើ c ដក2នេះជា expression តាក់ទង percentile ទី100ពេពីហើយគេឲ្យយើងរក median តាំងដោយ1ទីល median នៃ x អញ្ចឹង median គឺត្រូវនឹងតម្លៃពេស្មើនឹងកន្លះអញ្ចឹងយើងបានអីតោះជំនួសចូលមកយើងបានកន្លះស្មើនឹង2តា c បូក1លើ c ដក2អញ្ចឹងមកយើងតម្រូវពីបែងមកយើងអាចសេថា1ស្មើនឹង4កតា c បូក1លើ c ដក2យើងអាចសេថាមួយទៅនឹងទៅបាញ់លុបចោល c ស្មើនឹង 4c ការ៉េបូក4ដកឲ្យ 8c អញ្ចឹងអាចសរសេរទៅជាស្មើកាតេហ្គរីទី2 4c ការ៉េដក 9c បូក4មក0ในកាតេហ្គរីទី2យើងរក delta នៅតាម17ខ្ញុំបានជាអងមក9ដល់ឬដល់7លើ8គឺដេកស្មើ9បូកដល់7លើ8ប៉ុន្តែយើងនឹងថាតម្លៃ c យើងនៅចន្លោះ1ដល់2អញ្ចឹងតម្លៃ c អងអត់យកទេវាទៅជាង1តម្លៃ c ដឺយើង 1.60 ជាងអញ្ចឹងយកបានដូច្នេះ median មួយទីយើងនេះគឺស្មើនឹង9បូកឬ17លើ8អេដល់សំណួរ c គេឲ្យរក expected value យ៉ាងណាសំណួរ c រក expected value ហ្នឹងហើយរក expected value ហើយនឹង variance x ចឹង expected value និយមន័យវាគឺស្មើអង្គនៃក្រាហ្វិកដកអណន្តដល់បូកអណន្ត x គុណនឹង x នៃ x dx ចឹងយើងអាចនិយាយទៅជាអង្គនៃក្រាហ្វិក1ដល់2ពីព្រោះតម្លៃអនុគម x ក្រៅពីចន្លោះ1 2 0អស់ហើយអញ្ចឹងវាមករួមនៅត្រៃ1ដល់2អញ្ចឹង x យើងគឺ x គុណ x គឺស្មើនឹង 2x កតា1ដល់1 xក្រេ dx អញ្ចឹងដល់តាមមកយើងឃើញ3ដល់2លិន2តម្លៃវាគណនាទៅគឺ 1.137ទីនេះដែរ x ក្រេខ្ញុំរក x ក្រេដើម្បីរក variance x x ក្រេគឺស្មើនឹងការដកអណន្តដល់បូកអណន្ត x ក្រេគុណនឹង f x dx អញ្ចឹងយើងបានមករួមពីអន្តរាយើងគឺនៅចន្លោះពី1ដល់ប៉ុន្មាន1ដល់2អញ្ចឹងបាន 2x ក្រេកតា1ដល់1 x ក្រេ dx អញ្ចឹងចម្លើយឃើញ8លើ8ដល់ variance x គឺស្មើនឹងអញ្ចឹងបន្ទាប់ពីកណនី x ក្រេហើយយើងអាចរក variance បានហើយ variance យើងគឺស្មើនឹង x ក្រេដក x លើជាការ៉េអញ្ចឹងដោះមកឃើញ8លើ3កតា3ដក2លិន2លើជាការ៉េដល់សំណួរ D គេថាម៉េចគេថាបើនៅក្នុងស្តុកហ្នឹងមាន 1.5 ពាន់ហ្គាឡុនហើយអត់មានការផ្គត់ផ្គង់ទេថែមទេអញ្ចឹងគេរំពឹងថាវានៅសល់ប្រមាណអញ្ចឹងយើងតាំង hx ហ្នឹងគឺជាបរិមាណឧស្ម័នប្រព័ន្ធដែលនៅសល់នឹងការមានតម្រូវការមានចំនួន x អញ្ចឹងនៅពេលដែលយើងត្រូវការ x ហ្គាឡុនដូច្នេះបរិមាណដែលនៅសល់គឺយើង 1.5 ដល់ x ហើយនឹង0វាជា maximum មានន័យថាបើសិនណាជាតម្រូវការយើងនេះវាទៅជា 1.5 គឺយក 1.5 ដល់ x ប៉ុន្តែបើសិនតម្រូវការលើសពីហ្នឹងវា0បាត់ហើយអញ្ចឹងបានគ្រូសរសេរ maximum បរិមាណហ្គាសដែលនៅសល់គឺជា maximum នៃ 1.5 ដល់ x ជាមួយនឹង0ដូច្នេះយើងអាចរក expected value របស់វាបាននៃហាននៃ x ស្មើនឹងអាននៃក្រាហ្វិកដកអណន្តដល់បូកអណន្តហាននៃ x គុណនឹង f x dx អញ្ចឹងដោយសារតែ f យើងវាមានតែតម្លៃក្នុងចន្លោះ1ដល់2អញ្ចឹងគឺបង្រួមពី1ដល់2ក្រៅនឹង0បាត់ហើយម៉ាក់នៃ 1.5 ដល់ x 0ហើយគុណជាមួយនឹង f យើងគឺ2កតា1ដល់1 xក្រេ dx អញ្ចឹងខ្ញុំសិក្សាពីករណីទៀតមានន័យថាពី1ដល់2នេះវាបែងទៅជាមួយដល់ 1.5 បូក 1.5 ដល់ 2ប៉ុន្តែពី 1.5 ដល់ 2មានន័យថា maximum វាស្មើ0បាត់ហើយអញ្ចឹងវា0ផ្ទៃអញ្ចឹងអត់យកទេអញ្ចឹងខ្ញុំយកតែករណីពី1ដល់ប៉ុន្មាន1ដល់ 1.5 1ជា 1.5 អញ្ចឹង maximum របស់វាគឺ 1.5 ដល់ x ជំនួសចូលមកកណនីអង្គការឃើញចំណុចអូខេសម្រាប់សំខល់ទី4ចប់ប៉ុណ្ណឹងបើមានចម្ងល់អីបងអ្នកអាច comment គ្រូបានតិចនៅក្នុង Google Classroom គ្រូបានបង្ហោះមេរៀនក៏ដូចជាចម្លើយនឹងចូលទៅក្នុងហ្នឹង
លើមើលយមន័យទី7តទៀតយើងចូលដល់បំណាញ់ចែកសំខាន់របស់អធិចដន្យជាប់ម្ដងซึ่งដូចអធិចដន្យដាច់ដែរវាមានបំណាញ់ចែកសំខាន់វាដូចជាបំណាញ់ចែក binomial hypergeometric negative binomial បំណាញ់ចែកPoisson អញ្ចឹងនៅក្នុងបំណាញ់ចែករបស់អធិចដន្យជាប់ដូចគ្នាចឹងដែរទី1យើងរៀនពីបំណាញ់ចែក uniform ដែលជាបំណាញ់ចែកសំខាន់មួយដែរចង់ខ្ញុំមើលយមន័យគេថាអធិចដន្យជាប់ x1 មានបំណាញ់ចែក uniform លើចន្លោះ a ដល់ b ប្រសិនបើ PDS របស់ x យើងគឺកំណត់ដោយ fx យើងនេះគឺស្មើនឹង1លើ b ដល់ a បើសិនជា x នៅចន្លោះ a ដល់ b ហើយ0ករណីផ្សេងអញ្ចឹងក្នុងករណីយើងសរសេរ x follow uniform ab អញ្ចឹងគេបានទ្រឹស្ដីបទទី5ដល់គេថាបើ x មានបំណាញ់ចែក uniform លើចន្លោះ ab អញ្ចឹងយើងទៅបាន expected value នៃ x គឺស្មើនឹង a បូក b លើ2 variance x យើងគឺស្មើនឹង b ដល់ a លើជាការ៉េចែក12ហើយ momentality function of នៃ t យើងនេះគឺស្មើនឹង e សកុន t b ដល់ e សកុន t a លើ t កតា b ដល់ a ករណី t ខុសពី0មួយករណី t ស្មើ t ស្មើ0សម្រាប់បញ្ជាក់វាងាយបងអ្នកអាចស្រាវខ្លួនឯងទៅទៅពេលគ្រូមិនស្រាវទៅហ្នឹងស្រាវពេកចូលយើងមើល example ទី5គេថាម៉េចតាគេថារថយន្តមើលដល់ចំណតមួយរថយន្តដែលមើលដល់ចំណតមួយរៀងរាល់15នាទីម្ដងចាប់ផ្ដើមចេញពីម៉ោង 7 AM បានន័យថាវាមកដល់នៅម៉ោង 7:00 ម៉ោង 7:15 ម៉ោង 7:30 7:45 ឡាក់អូខេបើសិនបើអ្នកដំណើរម្នាក់គាត់មើលដល់ចំណតហ្នឹងក្នុងពេលដែលជាបំណាញ់ចែក uniform នៅចន្លោះ7ដល់ 7.30 អញ្ចឹងគេឲ្យរើ probability ដែលគាត់ត្រូវរង់ចាំតិចជាង5នាទីសម្រាប់រថយន្តហ្នឹងចំនួន B ច្រើនជាង10នាទីអញ្ចឹងមានថាការមើលដល់របស់អ្នកដំណើរគឺត្រូវចែកដនប៉ុណ្ណឹងអញ្ចឹងប៉ុន្តែគ្រប់តាមបំណាញ់ចែក uniform នៅចន្លោះពី7ដល់ប៉ុន្មាន 7:30 មានអ្នកក្នុងចន្លោះគាត់មិនដឹងមកចន្លោះណាគឺគាត់មកក្នុងចន្លោះពីម៉ោង 7:00 ដល់ម៉ោង 7:30 ហ្នឹងបំណាញ់ចែក uniform ចន្លោះហ្នឹងហើយយើងដឹងថារថយន្តក្រុងហ្នឹងចេញដល់ម៉ោង 7:15 7:30 7:45 ចាមានន័យថា15នាទីរថយន្តក្រុងមកដល់ម្ដងក្រុងមកដល់ម្ដងសួរថាតើគាត់រង់ចាំគេឲ្យរើ probability ដើម្បីឲ្យគាត់ត្រូវរង់ចាំនោះ A តិចជាង5នាទីនោះ B ច្រើនជាង10នាទីយើងមើលវិធីនេះច្បាស់ហើយយើងមើលហើយយើងស្រាវអស់គ្នាខទី5អញ្ចឹងយើងដឹងថាម៉េចបើនិយាយថា x តាំងឲ្យចំនួននៃនាទីរាប់ចាប់ពីម៉ោង 7 let x denote the number of minutes past 7 that the passenger arrive at the stop អញ្ចឹង x តាំងឲ្យចំនួនគិតជានាទីរាប់ចាប់ពីម៉ោង 7:00 តែ passenger ហ្នឹងគាត់មកដល់ចំណតរថយន្តក្រុងអញ្ចឹងដោយសារតែ x យើងនេះជាអធិចដន្យ uniform លើចន្លោះណា0ដល់30ដូច្នេះយើងអាចទាញថាម៉េច passenger ហ្នឹងនឹងត្រូវរង់ចាំតិចជាង5នាទីបានន័យថាម៉េច passenger គាត់ត្រូវរង់ចាំតិចជាង5នាទីលុះត្រាតែគាត់មកក្នុងចន្លោះពី 7:10 ដល់ 7:15 អញ្ចឹងគាត់ត្រូវមកពីចន្លោះ 7:10 ដល់ 7:15 គឺព្រោះហេតុអីរថយន្តក្រុងចាប់ផ្ដើមចេញរៀងរាល់15នាទីម្ដងចាប់ផ្ដើមពីម៉ោង 7:00 ถึง 7:15 បើយើងគិតទៅ 7:00 ដល់ 7:15 ហើយនឹង 7:15 ដល់ 7:30 អញ្ចឹងដើម្បីឲ្យគាត់រង់ចាំតិចជាង5នាទីតើតើគាត់មកចន្លោះក្នុងរវាងពី 7:10 ដល់ 7:15 បាទ 7:10 ដល់ 7:15 មានន័យថាតិចជាងគាត់រង់ចាំតិចជាង5នាទីឯងឬក៏នៅចន្លោះពី 7:25 ដល់លេខ 7:30 ហ្នឹងក៏គាត់រង់ចាំតិចជាង5នាទីដែរដូចគ្នាដែរដើម្បីគាត់រង់ចាំច្រើនជាង10នាទីតើតែគាត់មកដល់ចន្លោះពីម៉ោង 7 ដល់ម៉ោង 7:05 នាទីបើគាត់មកចន្លោះពីម៉ោង 7 ដល់ម៉ោង 7:05 នាទីមានន័យថារថយន្តមកដល់ម៉ោង 7:15 អញ្ចឹងនៅពេលដែលគាត់មកចន្លោះពីម៉ោង 7 ដល់ម៉ោង 7:05 នាទីមានន័យថាគាត់ត្រូវរង់ចាំលើសពី10នាទីហើយបើអញ្ចឹងដូចគ្នាដែររថយន្តក្រុងឥឡូវមើលបើយើងគិតក្នុងចន្លោះពី 7:15 ដល់ 7:30 ដើម្បីគាត់រង់ចាំ
លើសពី10នាទីតើគាត់មកចន្លោះពី7:15ដល់7:20តោះហ្នឹងចឹងព្រោះរថយន្តក្រុងវាមកដល់7:30បានមកដល់អញ្ចឹងគាត់ខកអាម៉ោង7:15ហើយអញ្ចឹងមានគាត់ត្រូវចន្លោះពីម៉ោង7:15ដល់អីគេ7:20អញ្ចឹងមានគាត់ត្រូវរង់ចាំលើសពី10នាទីដូច្នេះយើងនិយាយបានហើយសំណួរអីប្របាប់ដើម្បីគាត់ត្រូវរង់ចាំតិចជាង5នាទីមានន័យថាតម្លៃ x យើងនេះវាគាត់មើលចន្លោះពី7:10ដល់7:15 x តាំងចំនួនរយៈពេលគិតជានាទីរាប់ម៉ោង7ទៅ7:10ដល់7:15នាទីមានន័យថា x យើងនៅចន្លោះ10ដល់15ប៉ុណ្ណឹងចឹងមួយទៀតសម្រាប់ករណី7ដល់25ដល់7:30អញ្ចឹងរយៈពេលនាទីរបស់យើងគឺរាប់ពីម៉ោង7មកគឺ25ដល់អីគេ30អញ្ចឹងសម្រាប់ពី10ដល់15គឺអានក្រាយើងពី10ដល់15 x យើងគឺដោយសារតែ interval ចន្លោះ0ដល់30អញ្ចឹង interval របស់យើងមើល interval យើងគឺ1លើ b ដល់ a បើ x យើងចន្លោះ a ដល់ b អញ្ចឹង a យើងនេះប្រហែល1លើ b ដល់ a a យើង0 b យើង30អញ្ចឹងវាស្មើនឹង1លើ30សម្រាប់ a ប៉ុណ្ណឹងចឹងបាទដូចគ្នាដែរអានក្រាវា25ដល់30គឺមកអានក្រា25ដល់30 1លើ30 dx អញ្ចឹងដល់អានក្រាទាំងពីរនេះមកឃើញចម្លើយវា1ភាគ1/3បានន័យថាប្របាល់ដើម្បីឲ្យគាត់ត្រូវរង់ចាំតិចជាង5នាទីគឺស្មើ1លើ3សំណួរ B ដូចគ្នាដែរប្របាល់ដើម្បីឲ្យគាត់នឹងត្រូវរង់ចាំលើសពី10នាទីគាត់នឹងរង់ចាំលើសពី10នាទីមានន័យថាគាត់មើលចន្លោះពីម៉ោង7ដល់ម៉ោង7:05ឬក៏7:15ដល់7:20មានន័យថា x យើងនៅចន្លោះណាសម្រាប់ករណីនេះគឺ x នៅចន្លោះ0ដល់5សម្រាប់នេះករណីទី2នេះគឺ x នៅចន្លោះពី15ដល់20អញ្ចឹងដល់ហេតុការដូចលើដែរគឺចម្លើយវា1លើ3អូខេយើងចូលដល់បំណាញចែកទី2គឺបំណាញចែក normal distribution អញ្ចឹងខ្ញុំមិនយំន័យគេថាម៉េចដែរគេថាអត្ថេជាប់ x1 មានបំណាញចែក normal ដែលមាន parameter 1និង sigma ឬក៏1និង sigma ការ៉េដែលតម្លៃ1នៅចន្លោះពីដល់ដល់បូកអណ sigma យើងធំជា0ប៉ុន្តែ PDF របស់ x យើងគឺ x យើងនេះស្មើនឹង1លើ root ការ៉េ2 pi sigma ការ៉េអឺគុណដក1លើ2គេថា x ដក1លើ sigma លើកជាការ៉េសម្រាប់ x នៅចន្លោះដល់ដល់បូកអណក្នុងករណីនេះយើងនឹងសេ x យើង follow normal 1 sigma ការ៉េនេះគឺជា PDF របស់ផ្នែកចែកនោះយើងត្រូវចាំវាចឹងគួរតែឲ្យហ្នឹងខ្ញុំត្រូវចាំមួយទៀតបើ x មានផ្នែកចែក normal 1 sigma ការ៉េអញ្ចឹងទៅបាននៅ x យើងស្មើនឹង1ហើយបរិញ្ញា x ស្មើ sigma ការ៉េ momentary function of នៅតេគឺស្មើនឹងស្វ័យគុណ1តេបូកកន្លះ sigma ការ៉េតេការ៉េខ្ញុំចង់ស្រាយទិសបត់ទី6នេះយើងមើលបន្តិចបត់ទី6គេថាមិនតើបើ x មានផ្នែកចែក normal parameter 1 sigma ការ៉េនោះគឺទីបានx ស្មើ1 variant x ស្មើ sigma ការ៉េអំណតេស្មើគុណ1តេបូកកន្លះ sigma ការ៉េតេការ៉េអញ្ចឹងដំបូងគឺខ្ញុំស្រាយ momentary function ស្រាយ momentary function ហើយយើងអាចទាញរកx ហើយនឹង variant x តាមក្រោយបានអញ្ចឹងតាមយមន័យ momentary function អំណតេគឺស្មើនឹង expected value នៃស្វ័យគុណតេ x អញ្ចឹងវាស្មើនឹងក្រាហ្វិកដកអណបូកអណគុណតេ x f x dx ចំនួនឲ្យចូលមកទៀតបានអានក្រាហ្វិកដកអណបូកអណ x ហើយយើងគឺស្មើ1លើ sigma ឬ 2 pi គុណដក1លើ2តែ x ដក1ចែក sigma លើការ៉េ dx អញ្ចឹងគ្រូអាចសរសេរទៅជាគុណតេ x 1លើ sigma ឬ 2 pi ដដែលគុណនេះលាតទៅជាដក1លើ2 sigma ការ៉េយើងអាចសរសេរទៅជា x ការ៉េដក2 1 x បូក1អូខេអញ្ចឹងស្មើអានក្រាហ្វិកដកអណបូកអណ1លើ sigma ឬ 2 pi គុណដក1លើ2 sigma ការ៉េបាន x ការ៉េដក2 1x បូក1ការ៉េដក2 sigma ការ៉េបូកតេ x មានន័យថាខ្ញុំបញ្ចូលដាក់គោលរួមបាទអញ្ចឹងគ្រូអាចសម្រេចបានទៀត
mà này cả đỏ non bộ non môi thì mà được phái ở phần đỏ môi pi xịt mang cái cho nên nhậm ai sẽ tới chia x đỏ môi đỏ xịt mang cái tế lực chia cái tuần ở phần môi tế bộ cả là xịt mang cái tế cái như này cùng bài nhà lớn trên mang chỉ số này của đó những cho bạn này cái phòng về bàn yang nào đấy cho như ăn cào ăn cả bàn của ăn cái những cho cái gì chứng nếu sau lại ăn thì cả đỏ non bộ non môi là được phái ở phần đỏ môi lực pi xịt mang cái x đỏ môi đỏ xịt mang cái tế lực chia cái hai ăn thì cả này mà đừng mùi hai đầy ăn cả nó mà mùi cái pro tha mình cái pro tha ăn thì còn biết cứ chỉ PDF របស់ này chạy nọ màឃើញអត់វាជា PDF របស់អធិចដល់ normal មួយដែលមានវាគឺ1បូក sigma ការ៉េតេហើយបរិញ្ញាវាគឺអីគេ sigma ការ៉េបានន័យថា normal 1បូក sigma ការ៉េតេ sigma ការ៉េអញ្ចឹងអង្គនេះក្រៅហ្នឹងមកស្មើ1អញ្ចឹងក្នុងក្រោយអំតេយើងនៅសល់តែសគុណនេះគេ1នេះតេបូកកន្លះ sigma ការ៉េតេការ៉េទេបាទដល់ពេល expected value มันជា derivative ទី1 derivative ទី1มันស្មើនឹង âm prim នៃ0ហើយxក្រេស្មើនឹង âm សកលនៃ0អញ្ចឹងយើងគណនា âm prim នៃតេគណនាមកបានអីគេនេះចូលរួមនឹង សកលអុយស្មើអុយ prim សកលអុយអញ្ចឹងវាស្មើនឹង1បូក sigma ការ៉េតេសកល1តេបូកកន្លះ sigma ការ៉េតេការ៉េហើយ âm សកលនៃតេនេះចូលរៀងអុយវៃអញ្ចឹងអុយ prim វៃបូកវៃ prim អុយអញ្ចឹងយើងឃើញសល់ sigma ការ៉េវាយើងគឺ1បូក sigma ការ៉េតេលេខជាការ៉េហើយចាប់ស្គាល់រួមនេះយើងយកបាននៃ x យើងស្មើ âm prim នៃ0យកតេមក0មក0 1បាត់ហើយចានេះ0នៅសល់តែ1យើងឃើញអត់ដល់បរិញ្ញា x ស្មើនឹងនៃ x ការ៉េដកx លេខជាការ៉េអញ្ចឹងចុះចូលមកទៀតមកx ការ៉េស្មើ derivative 2ទាំង0អញ្ចឹងនៅសល់ sigma ការ៉េបូក1ការ៉េបាទដកឲ្យx យើងជាមួយ1ការ៉េអញ្ចឹងសម្រួល1ការ៉េចោលនៅសល់អីគេម៉ាការ៉េអូខេយើងសម្រាប់ទីសម្បត្តិចោលតោះយើងបន្តទៀតករណីគេហៅថាករណីដែល1យើងស្មើនឹង0ហើយ sigma យើងស្មើ1អញ្ចឹងគេហៅថា standard normal distribution អញ្ចឹង normal distribution មួយខ្លះជា standard normal នៅពេលដែល1យើងស្មើ0ហើយ sigma យើងស្មើនឹង1អញ្ចឹងគេថាអធិចរណ៍1មានបំណែកចែក standard normal ឬក៏យើងហៅថា standard normal random variable តែយើងតាំងដល់អក្សរសិទ្ធធំអញ្ចឹង PDF របស់សិទ្ធធំវាបំណែកចែក normal 01គឺ standard normal គឺឯនៃសិទ្ធយើងគឺស្មើនឹង1លើឫស2 pi គុណដកសិទ្ធក្រេលើ2ដែលសិទ្ធនៅចំណុចដកនោះណាបងអញ្ចឹង graph នៃឯសិទ្ធឲ្យឈ្មោះថា standard normal curve ហើយវា inflection point គឺ1និងដក1បាទអញ្ចឹងមានន័យថា graph របស់វានេះគឺលក្ខណៈវាដូចជាអក្សរជួងអញ្ចឹងដែលមានមីនវា0បាទអញ្ចឹងមានន័យវាឆ្លុះគ្នាធៀបជាមួយនឹងordinary វាជាអនុគមគូនិយាយទៅ graph វាឆ្លុះគ្នាធៀបនឹងordinary អញ្ចឹង CDS របស់សិទ្ធអញ្ចឹងគឺគេតាំងដោយ definition នេះអញ្ចឹង definition ស្មើនឹង probability សិទ្ធធំទៅជានឹងស្មើសិទ្ធតូចអាន graph ដក non ដល់សិទ្ធតូច s y d grade បាទហើយនៅក្នុង standard normal ហ្នឹងវាមានតារាងវាមើលវាមានតារាងទៀតខ្ញុំនឹងបង្រៀនរបៀបមើលតារាងហើយយើងមើលតាមពីខក្រោយខ្ញុំបង្រៀនរបៀបមើលតារាង standard normal ហ្នឹងហើយមើល example ទស្សវត្សទី7គេថាម៉េចតាគេឲ្យយើងមានអំណាចចែក normal 1 sigma ការ៉េតែបើសិទ្ធយើងគឺស្មើ x ដក1ចែក sigma អញ្ចឹងសិទ្ធយើងនេះវាមានអំណាចចែក normal 0 0 1អញ្ចឹងគេអាច transform ពីបំណែកចែក normal 1 sigma ការ៉េឲ្យទៅជាបំណែកចែក normal 0 1ដោយការបដូរអត្ថេ x ទៅ z ដែលស្មើនឹង x ដក1ចែកឲ្យ sigma អញ្ចឹងកាលណា x វា follow normal 1 sigma ការ៉េអញ្ចឹង z ដែលស្មើ x ដក1ចែក sigma នេះវា follow normal 0 1វិញទៅអូខេ
ចឹងដូច្នេះ probability ដើម្បី x យើងនេះនៅចន្លោះ a b ចឹងអាចនិយាយថាស្មើនឹង probability ដែលស្ថិតនៅចន្លោះ a ដក1លើ sigma ទៅដល់ b ដក1ចែកឲ្យចែក sigma វិញយើងអាចនិយាយស្មើនឹង phi ព្រោះនេះវាចេញ phi ដែរឃើញអត់ phi នៃ b ដក1ចែក sigma ដក phi នៃ a ដក1ចែកឆ្នេះ probability x ទៅជានឹងស្មើ a គឺស្មើ phi នៃ a ដក1ចែក sigma ហើយ probability x ធំជាងស្មើ b ផ្ទុយរបស់វាគឺ1ដក probability x ទៅជាង b ចឹងអាចនិយាយស្មើ1ដក phi នៃ b ដក1ចែកឲ្យចែក sigma នេះយើងបំលែងពី probability ទៅជា CDF របស់ norma 01ឥឡូវមើល example នេះ example នេះតើតើនឹងការមើលតារាង norma 01ហើយគឺថានៅក្នុងករណីនីមួយៗខាងក្រោមចូលកំណត់តម្លៃនៃចំនួន TC ដែលធ្វើឲ្យ probability statement ខាងក្រោមវាត្រឹមត្រូវចំនួន A phi នៃ C គេឲ្យស្មើនឹង 0.9838 តើតម្លៃ C ស្មើប៉ុន្មានរើតម្លៃនៃ C យើងគេឃើញថា phi នៃ C យើងនេះគឺស្មើនឹង 0.9838 ដូច្នេះតាមតារាងយើងនេះបានតម្លៃ C ស្មើនឹង 2.14 តើតារាងយើងមើលមិនហើយយើងមើលតារាងអស់គ្នាខ្ញុំឲ្យយើងរៀនមើលតារាងតិចអានេះគឺតារាងbinomial តារាងbinomial ដែរនេះតារាង normal តារាង normal គឺមានករណីសិទ្ធតូចជាង0និងករណីសិទ្ធធំជាងឬស្មើ0អញ្ចឹងខ្ញុំអត់ដោយសារតែលក្ខណៈរបស់វាគឺឆ្លោះគ្នានេះគេអត់ graphic វានេះកំរបស់វានេះគឺដកអនន្តដល់បូកអនន្តឆ្លោះគ្នាធៀបនឹងគុលអូឃើញអត់នេះអញ្ចឹងអាផ្ទៃឆ្នោតពណ៌ខៀវនេះអាហ្នឹងគឺ phi នៃសិទ្ធបាទ phi នៃសិទ្ធ probability សិទ្ធធំទៅជាងស្មើសិទ្ធតូចគឺស្មើនឹង phi នៃសិទ្ធនេះបាត់2ចឹងអានេះគឺជាតម្លៃសិទ្ធនេះតម្លៃសិទ្ធយើងមានខាងនេះនិងខាងនេះនេះគឺជា phi នៃសិទ្ធបាទអញ្ចឹងខ្ញុំប្រើតែករណីសិទ្ធយើងនេះធំជាងស្មើ0ទៅនេះណាករណីសិទ្ធធំជាងស្មើ0អញ្ចឹងមានតម្លៃសិទ្ធយើងគឺមានជួរដេកហើយនិងជួរឈើអញ្ចឹងអានេះសិទ្ធស្មើ 0.0 នេះ 0.00 0.01 អញ្ចឹងយើងកំបាញ់រវាងសិទ្ធឈើនិងសិទ្ធដេកយើងឃើញថាតម្លៃនេះគឺ phi នៃសិទ្ធហើយអូខេតោះហ្នឹងទាំងអស់គ្នាឥឡូវយើងមើលរបស់យើងនេះយើងសង្កេតឃើញថា phi នៃសិទ្ធយើងនេះស្មើនឹង 0.9838 អញ្ចឹងយើងស្គាល់ phi នៃសិទ្ធតើត្រូវនឹងតម្លៃ C ស្មើប៉ុន្មានតម្លៃ C នេះគឺតម្លៃសិទ្ធឯង0.មែនមែន 0.9838 0.9838 អញ្ចឹងមើលនេះ 0.9838 នេះ9835អង់គ្លេសនេះឃើញអត់នេះ 0.9838 ញ៉ាំ 0.9838 យើង 0.9838 នេះវាត្រូវនឹងសិទ្ធយើង 2.1 ហើយជាមួយនឹងអាលើនេះគឺ 0.04 អញ្ចឹងយើងយកវាតម្លៃ2ហ្នឹងទៅបូកបញ្ចូលគ្នា 2.1 ជាមួយនឹង 0.04 បូកបញ្ចូលគ្នាឃើញមែនឃើញ 2.14 យើងតម្លៃវាគឺ 2.14 ឃើញអត់នេះយើងតម្លៃស្អីយើងគឺស្មើនឹង 2.14 អូខេ3តោះប្របាប់ដើម្បីឲ្យសិទ្ធយើងនេះធំជាងស្មើ0តែតូចជាងស្មើផ្សេងដែលគេឲ្យមកស្មើ 0.291 អញ្ចឹងយើងអាចសេសាក់មួយទៅនឹងអីគេប្របាប់ដើម្បីឲ្យសិទ្ធនៅចន្លោះ0សេមាន phi នៃ C ដក phi នៃ 0 អញ្ចឹង phi នៃ 0 ស្មើនឹងប៉ុន្មាន phi នៃ 0 ស្មើនឹង 0.5 phi នៃ 0 គឺ 0.5 នេះ phi នៃ 0 មក 0.5 នេះសិទ្ធមក0ហ្នឹងឯងគឺ 0.5 ចឹង phi នៃ 0 មក 0.5 យើងបោះទៅខាងនោះមក 0.5 បូក 0.291 បាន 0.791
ចឹង finesse ស្មើ 0.791 0.791 យើងមើលទៅ 0.791 នេះញ៉ាំនេះ 0.791 ចឹងតម្លៃសិតបើយើងគឺ 0.8 បូកជាមួយ 0.01 ចឹងបាន 0.81 0.81 ចឹងតម្លៃសិតយើងស្មើ 0.81 ក៏ដល់អ្នកគ្នាចេះមើលតារាងណាអូខេនោះសេ probab ដើម្បីឲ្យសេតូចជាងឬស្មើ z probab សេតូចជាងឬស្មើ z វាស្មើ1ដក probab z តូចជាង c អញ្ចឹងយើងអាចនិយាយថាអា probab z តូចជាង c នេះគឺ finesse អញ្ចឹងបោះទៅ finesse វាស្មើនឹង1ដក 0.121 ចឹងវាទៅជាស្មើនឹង 0.879 អញ្ចឹង finesse វានេះគឺស្មើ 0.879 0.879 យើងមើល 0.879 finesse 0.8នេះឃើញអានេះ 0.879 គឺត្រូវនឹងចម្លើយសិតយើងគឺ 1.17 1.17 ដូច្នេះម៉ាស៊ីនគឺ 1.17 មែនយើងមើលតារាងដែរដេព្រោះបើដើម្បីឲ្យសិតនឹងឆ្លាក់ដក c អញ្ចឹងវាស្មើនឹង finesse ដក finesse ដក c ប៉ុន្តែយើងដឹងថារូបមន្តរបស់យើង finesse ដក c នេះមានរូបមន្តវាគឺស្មើ1ដក finesse finesse ដក c គឺ1ដក finesse អញ្ចឹងយើងអាចផលិតមកទៅជា2ដង finesse ដក1អញ្ចឹងជាទូទៅយើងចំណាំយកមកទៅព្រោះបើដើម្បីសិនឆ្លាក់ដក c ដក c គឺពេញបក2ដង finesse ដក1អញ្ចឹង2ដង finesse ដក1វាគេឲ្យមកមែនព្រោះបែបនេះគេឲ្យ 0.168 អញ្ចឹងយើងទៅរក finesse ទៅស្មើ 0.992 ទៅ finesse ស្មើ 0.992 ចឹងយើងមើលតារាង 0.992 នេះ992គេអានេះចឹងវាត្រូវនឹងតម្លៃ z យើងគឺ 2.41 ចឹង c យើង 2.41 0.992 0.992 ចំ 0.97 0.992 0.992 2.47 សិនណាចឹង 0.992 2.41 សោះ 2.41 ខុសនេះកែដាក់ 2.41 ណា 2.41 កែផង 2.41 តាមមើលព្រោះបើដែល c ទៅជាងតម្លៃដាច់ខាតចិត្តស្មើ 0.016 អញ្ចឹងបានតម្លៃដាច់ខាតចិត្តទៅជាង c វិញគឺស្មើ 1 ដក 0.116 អញ្ចឹងវាស្មើ 0.984 ចឹងយើងបែកទៅវាមានសិតនឹងឆ្លោដក c ទៅ c ហើយព្រោះបើនៅសិតនឹងឆ្លោដក c ទៅ c បាន finish 2ដង finish ដក1រៀនដូចមុនហ្នឹងវាជា finish មក 0.992 អញ្ចឹងបានតម្លៃ c យើងគឺ 2.41 នេះ41អានេះវាអត់ត្រូវអូនេះគូគិតលេខច្រឡំទៅនេះលេខនេះហើយត្រូវសង្សេរក្នុង0.97តែពួកគេនេះតែហើយគូគិតលេខនេះជា error នេះតម្លៃវាមិនមែន 0.992 តម្លៃផ្សេងមើលខ្លួនឯងទៅណានេះបាន 0.192 តម្លៃផ្សេងមក 2.41 ត្រឹមត្រូវអូខេហ្នឹងប៉ុណ្ណឹងនេះ example ទី6គឺយើងរៀនពីរបៀបមើលតារាង normal ឥឡូវយើងមើល example ទី7តោះ example ទី7គេថាម៉េចគេថា the score on an examination are assumed to be normally distributed with mean 65 និង variance 36អញ្ចឹងគេថាបន្ទុកនៃការប្រឡងមួយគឺចាត់ទុកថាជាបំណាញ់ចែក normal បន្ទុកនៃការប្រឡងមួយជាបំណាញ់ចែក normal
តែមានវា65ហើយវរៀនវា36ចឹងគេថាម៉េច probability ដើម្បីឲ្យមនុស្សម្នាក់ប្រឡងបានបន្ទុកខ្ពស់ជាង70ស្មើនឹងប៉ុន្មាន probability ដើម្បីមនុស្សម្នាក់ប្រឡងបានបន្ទុកខ្ពស់ជាង70អញ្ចឹងយើងមើលចំផទី7ខ្ញុំតាំង x តាំងឲ្យបន្ទុកប្រឡងអញ្ចឹងគេប្រាប់ថា x យើងមានន័យចៃ normal 1 sigma ការ៉េដែល1យើងគឺស្មើ65ហើយ sigma យើង sigma ការ៉េ36 1ស្មើ65នេះមានវា65វរៀនវា36អញ្ចឹងអាហ្នឹងគឺ1ស្មើ65 sigma ការ៉េ31អញ្ចឹងមានបាន sigma ស្មើ6អញ្ចឹងយើងដឹងតាមសបត់បើ x មានន័យចៃ normal 1 sigma ការ៉េយើងបានសិតដែលស្មើ x ដក1ចែក sigma មានន័យចៃ normal tan standard normal 0 1អញ្ចឹងសំណួរទី1រក probability ដើម្បីឲ្យ x យើងនេះធំជាងអីគេ70 probability ដើម្បីឲ្យអ្នកទៅប្រឡងហ្នឹងមានបន្ទុកធំជាង70អញ្ចឹងយើងម្លែងទៅជាមួយដកphi នៃ70ដក1ចែក sigma អញ្ចឹងបាន1ដក phi នៃ 0.83 1ដក phi 0.83 អញ្ចឹងកណនីទៅ phi នៃ 0.83 phi នៃ 0.83 phi នៃ 0.83 បានន័យថានេះ 0.8 បូក 0.08 នេះឃើញអានេះពី 0.7967 0.7967 ថ្លៃហ្នឹងគឺ phi នៃ 0.83 ហើយ phi នៃ 0.83 គឺ 0.797 ចឹងយក1ដល់ 0.7មកយើងនឹងឃើញតម្លៃវាគឺ 0.2023 អូខេមានន័យថាមានត្រឹមតែ 2% ប៉ុណ្ណោះដើម្បីឲ្យគាត់បានបន្ទុកធំជាង70មើលទី2សួរថាម៉េចជាឧបមាថាបន្ទុកសិស្សដែលមានបន្ទុកនៅក្នុង top មានតែ 10% ឯងក្នុងចំណោមទូដែលទទួលបាន 10% ទទួលបាន grade A មានន័យថាសិស្សដែលបានមក grade A មានតែ 10% ទេអញ្ចឹងតើបន្ទុកទាបបំផុតប៉ុន្មានដើម្បីសិស្សហ្នឹងបាន grade A មានន័យថា grade A ឆាប់ពីប៉ុន្មានទៅទាបបំផុតប៉ុន្មានបន្ទុកដើម្បីបាន grade A ដូចថាសិស្សដែលបាន grade A មានតែ 10% ទេអញ្ចឹងមានន័យយើងរកតម្លៃ C គឺតាំងឲ្យ minimum score ដើម្បីឲ្យបាន grade A បាន C គឺជាបន្ទុកទាបបំផុតដើម្បីបាន grade A អញ្ចឹងមានន័យថា probability ដើម្បី x ធំជាង C គឺស្មើនឹង 10% ឬក៏ 0.10 អញ្ចឹងយើងអាចសេទៅជា phi នៃ C ដកមានថា probability x ធំជាង C ផ្ទុយវាគឺ1ដក probability x តូចជាង C អញ្ចឹងមានថា phi នៃ C ដក65លើ6គឺស្មើនឹង1ដក 0.10 វាបាន 0.90 ចឹង 0.90 មើលតារាងគឺស្មើនឹង 2 និង 1.28 ហើយមើល 0.90 នេះនេះយើងយក 29 វាលើសអញ្ចឹងអា 0.28 នេះអា 1.28 វា 0.8997 អញ្ចឹងវាស្មើនឹង 0.90 អញ្ចឹងយើងយកសិតវាស្មើនឹង 1.28 ដល់ណាពីក៏ចឹងវាស្មើនឹង 2 និង 1.28 អញ្ចឹងដោយសារ C ដែលជាអនុគមកាន់ដាច់ខាតអញ្ចឹងយើងបានទៅមកពីនេះឲ្យស្មើនឹង 1.28 ណា C ដល់65លើ6ស្មើ 1.28 អញ្ចឹងយើងបានតម្លៃ C ស្មើ65 1.28 គុណនឹង1អញ្ចឹងគុណទៅឃើញ 72.68 អញ្ចឹងមានន័យថាម៉េចមានន័យថាដើម្បីឲ្យបាន grade A 10% អញ្ចឹងបន្ទុកទីបំផុតគឺតក៏ 72.68 ទីបំផុតបាទ3ថាម៉េច What must be the cut-off point for passing the examination if the examiner want only the top
75% of all score to be passing แล้วវាមានគេថាតើបន្ទុក cut off ហ្មងដើម្បីឲ្យសិស្សនឹងជាប់បើគេចង់ឲ្យបានជាប់ហ្មងភាគរយ 75% ចឹងចង់ឲ្យបានជាប់ 75% តើបន្ទុកតម្លាក់បន្ទុកទីបំផុតហ្មងចឹងយើងតាំងសេគឺជាបន្ទុកទីបំផុតដើម្បីឲ្យបានជាប់ 75% ឃើញអត់នេះចឹងរកសេដើម្បីប្របាប់ x ធំជាងសេស្មើនឹង 0.75 ចឹងតម្លៃដូចគ្នាដែរចេញ1ដក phi ចឹងបោះទៅបាន phi នៃ c ដក 65 ចែក 1 ដក 1 ចែកស៊ីម៉ាមក c ដក 65 ចែក 6 ស្មើនឹង1ដក 0.75 វាទៅជា 0.25 ចឹងគ្រូបំលែងទៅជារូបមន្ត phi នៃដក a វាស្មើ1ដក phi នៃ a ចឹងគ្រូអាចសេទៅ phi នៃ 65 ដក c លើ 6 វាទៅជា1ដក 0.25 បាន 0.75 ដកអូខេចឹង 0.75 មើលតារាងវា 0.67 0.75 ជាមើលញ៉ាំនេះ0.75 គាត់អានេះវានេះគឺញ៉ាំរៀនទីជួវាមិនអីទេគឺឃើញ 0.67 បាទ67ហ្នឹងឯង 0.67 ចឹងជាបានតម្លៃ c គឺស្មើនឹង 65 ទៅមកទីនេះស្មើគ្នាទីមក 65 ដកឲ្យ 6 គុណនឹង 0.7 ចឹងឃើញ 60.98 ចឹងមានន័យគេត្រូវតម្លាក់បន្ទុកដើម្បីជាប់គឺ 60.98 ទូទាមផុតនឹងបានជាប់ដល់ទៅប្រហែល 75% ឃើញសម្រាប់លេខ3 4ដល់4គេថាម៉េចគេឲ្យយើង approximate បានស្មើនៅសមាមាត្រតើមានបានសិស្សប្រមាណភាគរយ proportion ហ្នឹងគឺចង់និយាយពីភាគរយទៀតតើសិស្សប្រមាណភាគរយដែលមានបន្ទុក 5 ឬក៏ច្រើនជាង 5 លើបន្ទុក cut off តិចបំផុតប៉ុន្មានភាគរយ 15% បាទអញ្ចឹងយើងត្រូវរក cut off point សិនដំបូង cut off point ដែលដូចជាងគេបំផុតគឺ 15% អញ្ចឹងរក cut off point 15%អញ្ចឹងខ្ញុំតាំង c ជា cut off point អញ្ចឹងមានន័យថាយើងរក c ដើម្បីឲ្យ x ទៅជា c គឺស្មើ 0.15 មានន័យថា c គឺបន្ទុកដែលជា cut off point មួយដែលធ្វើឲ្យភាគរយតូចជាងអា c ហ្នឹងគឺមានតែ 15% ទេប៉ុណ្ណឹងចឹងអញ្ចឹងយើងបាន phi នៃ c ដល់ 65 លើ 6 ស្មើ 0.15 អញ្ចឹងបកទៅវិញដោយសារ 0.15 នេះខ្ញុំចង់ឲ្យប្របាប់នេះត្រូវធំជាង5មិនខ្ញុំប្រើតារាងហ្នឹងខ្ញុំអាចសេទៅជាផ្ទុយមកវិញមក phi នៃដក a ស្មើ1ដក phi នៃ a អញ្ចឹងគ្រូអាចសេទៅជា phi នៃ 65 ដក c លើ 6 ម្ដងចេញជាមួយដក 0.15 វាបាន 0.85 0.85 តាមតារាង normal មិញហ្នឹងគឺស្មើនឹង phi នៃ 1.036 អញ្ចឹងយើងផ្ទឹមវាមកបាន 65 ដក c លើ 6 ស្មើនឹង 1.036 ទីបានតម្លៃ c ស្មើ 65 ដក 6 គុណ 1.038 បាន 58.784 មានន័យថា cut off point របស់យើងនេះមានន័យថាបន្ទុកដើម្បីឲ្យ cut off lowest 15% គឺ 58.784 ដូច្នេះយើងអាចរកភាគរយមានន័យថាប្របាប់ដើម្បី x យើងធំជាងឬស្មើ 5 មានន័យថា 5 បូកជាមួយអា cut off point យើងនេះគណនាមកឃើញប្រហែលជា 45%អញ្ចឹងសមាអ្នកដែលមានបន្ទុកច្រើនជាងឬក៏ច្រើនជាង 5 ពី cut off point ដែលមានកម្រិតទាបបំផុត 15% គឺមានសមាមាត្រតែប្រហែលជា 45% មើលទី 5 តទៀតខាងវាថាម៉េចគឺថាប្រសិនបើគេដឹងថាសិស្សដែលមានបន្ទុកលើសពី 72% អញ្ចឹងរក probability ដើម្បីឲ្យបន្ទុករបស់សិស្សហ្នឹងលើសពី 84% អញ្ចឹងមានន័យថាវាចូល probability លក្ខខណ្ឌនេះមានន័យ probability ដើម្បី x ធំជាង 84 ដែលដឹងថា x ធំជាងអីគេ 72 ឃើញអត់ probability ហ្នឹង probability x ធំជាង 84 ដែលដឹងថា x
ធំជាង72 ចឹង probab នៃ A ដែលដឹង B យើងដឹងហើយស្មើនឹង probab នៃ A ប្រសព B ចែក probab នៃ B អញ្ចឹង x ធំជាង84ប្រសពជាមួយ x ធំជាង72គឺ x ធំជាង84អូខេចែក probab x ធំជាង72អញ្ចឹងជាក់នេះធម្មតាទៅ probab x ធំជាង84វាស្មើ1ដល់2នៃ84ដល់65ចែក6 probab x ធំជាង2មក1ដល់2នៃ72ដល់5ចែក6អញ្ចឹងមើលតារាងគណនាគឺតម្លៃវាប៉ុណ្ណាអូខេចឹងបងប្អូនមានចម្ងល់អីឧទាហរណ៍នេះអាច comment សួរបាននៅក្នុង Google Classroom ហើយនេះចូលដល់ slide បន្ទាប់គឺ slide ទី21គឺថាម៉េចគឺថាបើ x ជាអតិចដន binomial មានន័យថា x យើង follow binomial np អញ្ចឹងដោយសារតែប្រសិនបើ binomial histogram របស់វានេះមានន័យថា histogram របស់វានេះវាស្ទើរតែរត់ស្ទើរតែ symmetry គ្នាវាអត់មាន Q នេះទេមានន័យថាវា symmetry គ្នាអញ្ចឹងយើងថា x យើងនេះ approximate normal ដែលមាន1ស្មើ np ហើយ sigma ស្មើឬក្រេ np គុយករណីពិសេសមានន័យថា probab x តូចជាងស្មើ probab x ធំតូចជាងស្មើ x តូចជា binomial CS របស់ binomial b ធំ x np វាប្រហែលជាមួយនឹងអីគេនេះផ្ទៃកន្លារបស់ខ្សែកង់ normal ដែលនៅខាងឆ្វេង x បូក 0.05 ហើយដែរបានគ្រូត្រូវបូក 0.5 ពីព្រោះ x ជាអធិឆេដនដាច់ដល់ពេល normal វាអធិឆេដនជាប់តោះហ្នឹងចឹងចឹងដើម្បីបំលែងផ្ដាច់ជាប់យើងត្រូវធ្វើ correction គេហៅ continue correction របស់វាចឹងយើងត្រូវបូកឲ្យ 0.5 ចឹងអាធំបូក 0.5 បាទអាតូចយើងគឺដក 0.5 វិញចឹងវាត្រូវប្រហែលជាមួយនឹង phi នៃ x បូក 0.5 ហើយបានដក np ចែកឬក្រេ np គុយដក1ចែក sigma ចឹងរូបមួយនេះប្រើបាននៅពេលដែលតម្លៃ np ធំជាងស្មើ10និង n គុយធំជាងស្មើ10អូខេគេហៅថា normal approximate binomial ហើយយើងមើល example មួយដើម្បីបញ្យល់វាឧបមាថាគេដឹងថាអ្នកបើកបរដែលពាក់ខ្សែក្រវ៉ាត់ញឹកញាប់មានតែគាត់តែងតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអ្នកបើកបរហ្នឹងគឺមានតែ 75% ប៉ុណ្ណោះតែតែងតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអញ្ចឹងគេជ្រើសរើសអ្នកបើកបរនៅក្នុង sample 500មានអ្នកជ្រើសរើសអ្នកបើកបរ500អ្នកមកត្រូវ probability ដើម្បីឲ្យមានតែចន្លោះពី360អ្នកទៅ400អ្នកទេដែលបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព3រកប្របាប់ដើម្បីឲ្យអ្នកបើកបរតិចជាង400អ្នកពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអញ្ចឹងយើងធ្វើអស់គ្នាដែរអញ្ចឹង x តាំងឲ្យចំនួនអីគេនេះបើយើងថា x តាំងឲ្យចំនួនអ្នកបើកបរដែលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអញ្ចឹងឲ្យយើងមានអំណាចចែកអីគេbinomialព្រោះហេតុអីអ្នកបើកបរម្នាក់អត្តផលមាន2ពាក់មិនពាក់ហើយអ្នកបើកបរមាន500នាក់ឃើញអត់គឺអញ្ចឹងគឺស្តប់ទៅ500ដងអញ្ចឹងអំណាចចែកហើយ probab ដើម្បីឲ្យ success គឺពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគឺ 0.75 អញ្ចឹងមានឲ្យយើង full binomial ដែលមាន n យើង500ពេលយើងគឺ 0.75 បាទឃើញអត់x តាំងឲ្យចំនួនអ្នកបើកបរដែលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអញ្ចឹងឲ្យយើង follow binomial n ពេលដែល n យើង500ពេលយើងស្មើ 0.75 អញ្ចឹងដោយសារតែ n យើងធំឃើញអត់500អញ្ចឹងយើងផ្ទៀងផ្ទាត់លក្ខខណ្ឌ n ពេលសិតតែធំជាង10 n គុយក៏ធំជាង10ដែរឆ្នេះឲ្យយើងអាច approximate ដោយ normal 1 sigma ការ៉េដែលមានមួយយើងគឺស្មើនឹង n ពេលស្មើនឹង375ហើយ sigma យើងស្មើនឹងក្រេ n ពេលគុយទៅឃើញ 9.68 ដូច្នេះ probab ដើម្បី x នៅចន្លោះ360ដល់400គឺស្មើនឹង phi នៃនេះ400យើងអាធំអាតូចនេះ300អញ្ចឹងបំលែងមានន័យថាទី1បងប្អូនឯងត្រូវបំលែងវាស្មើគឺជាងស្មើទៅមានស្មើឥឡូវវាមានស្មើនៅស្មើ360ដល់400អញ្ចឹងយកអា400នេះបូកជាមួយនឹង 0.5 ហើយដក1ចែក sigma ដក phi នៃអា360នេះអាតូចអញ្ចឹងត្រូវដកវិញអាធំបូកអាធំបូក 0.5 អាតូចដក 0.5 ទៅតាមរូបនេះគេហៅ continue correction អញ្ចឹង360ដក 0.5 ដក1ចែក sigma
Chẳng kiện này tới trên phi này thì chỉ học bấy độ phi này độ môi trời học tập tại vì đang tháp phi này độ ác mà môi độ phi này chẳng vì tới giờ phi này thì chỉ học bấy bộ phi này môi trường tất phải độ mùi chẳng kiện này tầm lại của ai và ta ràng nọ mà 10 đây 3 probabដើម្បីx ទៅជាង 400 probab x ទៅជាង 400 គឺស្មើនឹង probab x ទៅជាងស្មើ 399 ឃើញវាទៅជាង 400 ដាច់អញ្ចឹងគុំឡើងទៅជា 390 ទៅជាងស្មើ 390 អញ្ចឹងវាស្មើនឹងវាប្រហែលនឹង phi នៃ 399 បូក 0.5 ដក 1 70 ម៉ាគឺតែនេះទៅវិញ phi នៃ 2.53 តាមតារាងដកមកវាបាន 0.900 990 នេះសំផទី8vì này dương pra normal approximateអីគេបាញ់នោះមាននៅចូលដល់បំណែងចែកមួយទៀតគេហៅថាបំណែងចែកexponential បំណែងចែក exponential គេថាអធិចរន្តជាប់ x1 អធិចរន្តជាប់ x1 មានបំណែងចែក exponential ដែលមាន parameter lambda 0 ប្រសិនបើ PDS របស់ x យើងនេះគឺកំណត់ដោយ x ស្មើនឹង 1 លើ lambda គុណដល់ x លើ lambda បើ x 0 0កាត់នេះទេអានេះក៏ពួកណៃត្រូវចាំដែរណាសម្រាប់គេបំណែងចែក exponential គឺ PDS របស់វាគឺស្មើនឹង 1 លើ lambda គុណដល់ x លើ lambda x 0 0កាត់នេះទេអញ្ចឹងគេទៅសេ x យើង follow exponential lambda ជា parameter របស់បំណែងចែក exponential លក្ខខណ្ឌរបស់វាគឺ lambda ទៅតែធំជាង 0 អញ្ចឹងទិសបត្តិទី 9 គេថាម៉េចបើ x មានបំណែងចែក exponential lambda អញ្ចឹងវាបាន CDS របស់វាគុណ x ស្មើ 0 កាត់នេះបើ x 0 នៅស្មើនឹង 1 ដល់គុណដល់ x លំដាបើ x ស្មើ 0 x ស្មើ lambda បរិយា x ស្មើ lambda ការ៉េ MGS របស់វាគឺស្មើ 1 លើ 1 ដល់ lambda t ដែល lambda តូចជាងដែល t ទៅជា 1 លើ lambda អញ្ចឹងគ្រូស្រាយស្បត់នេះឲ្យមើលបន្តិចស្បត់ទី 9គេថាបើ x មានបំណែងចែក exponential parameter lambda នោះបាន x យើងស្មើ 0 តែជាស្រ័យអីយើងមាន PDS របស់ x ដែលមានបំណែងចែក exponential lambda គឺ x យើងស្មើនឹង 1 លើ lambda សគុណដល់ x លើ lambda កាលណាបើ x គឺមាន 0 ហើយ 0 កាត់នេះផ្សេងអញ្ចឹង CDS វាមើលតាមយមន័យ x ធំនៃ x វាស្មើនឹង probab x ធំតូចជាងស្មើ x តូចដោយសារ x ជាអធិចរន្តជាប់អញ្ចឹងវាអង្គទីក្រាពីដកអណនដល់ x y dx អញ្ចឹងយើងសិក្សាពីករណី x ទៅ0 x ទៅ0 x យើង0បានដែរព្រោះពួក x 0នេះប៉ុណ្ណឹងចឹងបើករណី x ធំយើងស្មើ0 x យើងវាស្មើអង្គទីក្រាពីដកអណនដល់0បូកពី0ដល់ x ប៉ុន្តែវាដកអណនដល់0 x យើង0បាត់ហើយអញ្ចឹងនៅសល់តែពី0ដល់ x y យើងគឺ1លើ lambda សគុណដល់ y លើ lambda dx អញ្ចឹងតបពីដកមេរានេះមកឃើញ1ដល់សគុណដល់ x ដូច្នេះ x យើងគឺមានស្រ័យចោលបាទខ្ញុំហើយខ្ញុំហើយស្រ័យ x បរិយា x និង MGS អញ្ចឹងដើម្បីស្រ័យ x បរិយានិង MGS យើងរក MGS មុនបាទអូខេតោះយើងមើលអញ្ចឹងយើងមាន m នៃ t momentality function របស់វាតាមយកន័យគឺស្មើ expected value នៃ សគុណ tx អញ្ចឹងយើងអាចទៅសេស្មើនឹងអង្គទីក្រាពីដកអណនទៅដល់បូកអណនសគុណ tx x ប៉ុន្តែ x យើងពេលដែល x យើងទៅនឹង 0 0បាត់ហើយអញ្ចឹងវាដកអណនដល់បូកអណនបូករួមត្រឹម0ដល់បូកអណនវិញម្ដងអញ្ចឹងឯកតេយើងគឺ1លើ lambda សគុណដល់ x លើ lambda អញ្ចឹងគុណសគុណ tx ទៀតគ្រូដាក់ស្វ័យគុណបូកចូលគ្នាអញ្ចឹងបាន tx ដល់ x លើ lambda ដល់មកចាប់ជាណាអញ្ចឹងធ្វើអនុការនេះយើងបាន1 lambda សគុណ1លើ t ដល់ lambda សគុណដល់ t នេះប៉ុណ្ណាទៅពី0ដល់បូកអណនពេលដែលបូកអណនដើម្បីអនុការនឹងរួមជួយតទៅ t ដល់1លើ t នេះទៅជាង0ឃើញអត់អញ្ចឹងទីបាន t ទៅជាមួយលើ lambda អញ្ចឹងនៅខណៈពេលដែល t ទៅជាមួយ lambda សគុណដល់អណន0បាត់ហើយអនុការអំក្រោតអញ្ចឹងដកករណី t ស្មើ0
x មក0 1 បាទចឹងដកបន្តអានេះទៅជាគុណលំដាបញ្ចូលវាទៅជា1ឬ1ដកលំដាទេអូខេចឹង MGS រកឃើញចឹងយើងចង់រក x ហើយនឹង variance x យើងធ្វើការរក derivative ទី1ចឹងដើម្បី derivative ខ្ញុំរួចញ៉ាំឡើងទៅវាទី1ដកលំដាទេគុណដក1 derivative ទៅវាបានលំដាតែឲ្យ1ដកលំដាទេគុណដក2 derivative ទី2យើងបាន2លំដាការ៉េ1ដកលំដាទេគុណដក3អញ្ចឹងយើងស្មើ derivative ទី1ទាំង0មកលំដា derivative variance x ស្មើ derivative 2ទាំង0ដក derivative ទាំង0លើការ៉េចឹងបាន2លំដាការ៉េបន្ថែម0បាទ2លំដាការ៉េដកលំដាការ៉េស្មើលំដាការ៉េអូខេនេះគឺបទទី9នេះឆ្លើយចប់ណាចឹងថ្ងៃក្រោយបងឯងទៅចាំព្រោះវាប្រើវាដល់ស្ថិតិទៀតexample ទី9ដល់example ទី9គេឧបមាថារយៈពេលឧបមាថារយៈពេលនៃការហៅទូរស័ព្ទគិតជានាទីរយៈពេលនៃការហៅទូរស័ព្ទគិតជានាទីវាជាបំណាញ់ចែក exponential ដែលមាន parameter វាគឺលំដាប់ស្មើ10អញ្ចឹងគេថាប្រសិនបើមនុស្សម្នាក់មកដល់មុនយើងនៅកន្លែងខលទូរស័ព្ទសាធារណៈហ្នឹងនឹងរក probability ដើម្បីឲ្យនាងត្រូវរងចាំ A ច្រើនជាង10នាទី B នៅចន្លោះពី10និង20នាទីអញ្ចឹងរយៈពេលនៃការរងចាំរបស់យើងនឹងជាបំណាញ់ចែក exponential អញ្ចឹងយើងមើលข้อទី9បាទ x តាំងឲ្យរយៈពេលនៃការហៅទូរស័ព្ទមានយើងរងចាំទីនិយាយទូរស័ព្ទការហៅទូរស័ព្ទរបស់គេគិតជានាទីអញ្ចឹងឲ្យយើងមានបំណាញ់ចែក exponential លំដាដែលលំដាយើងស្មើ10ហើយនៅជាមធ្យមទីនិយាយ10នាទីដែរអញ្ចឹង probability សំណួរ A probability ដើម្បីឲ្យយើងត្រូវរងចាំច្រើនជាង10នាទីមានន័យថា probability ដើម្បី x ធំជាង10ហើយ x ធំជាង10គឺអានីក្រាពី10បូកអណន់ហើយយើងគឺ1លើលំដាគុណដក x លើលំដាអញ្ចឹងលំដាហត់10ពីចូលមកដល់នៅកាលហ្នឹងគឺ គុណដក1ឬ1លើឬក៏ 0.3678 វាទៀតប្របាទដើម្បីយើងត្រូវរងចាំចន្លោះពី10នាទីដល់20នាទីមានន័យថាស្មើប្របាទដើម្បី x នៅចន្លោះ10ដល់20អញ្ចឹងវាអានីក្រា10ដល់20ហើយ x ជា x ជានាមមកគឺប៉ុណ្ណាទីហោនេះស្រួលទេចូលដល់អំណាចចែកមួយទៀតអំណាចចែកនេះសំខាន់គឺអំណាចចែកហ្គាម៉ាចឹងមុនចូលដល់អំណាចចែកហ្គាម៉ាយើងត្រូវស្គាល់អនុគមហ្គាម៉ានិងអនុគម incomplete ហ្គាម៉ាទីសិនអនុគមហ្គាម៉ាគឺតាំងដោយហ្គាម៉ានៃអាល់ហ្វានេះស្មើអានីក្រាពី0ដល់ណន t សកូនអាល់ហ្វាដក1ឲ្យសកូនដក t dt លក្ខណៈអាល់ហ្វាយើងធំជាង0ដល់ពេល incomplete gamma function គឺ gamma x alpha អានីក្រាពី0ដល់ x t សកូនអាល់ហ្វាដក1ឲ្យសកូនដក t dt បាទដែល x ធំជាង0 alpha ធំជាង0ចឹងចេញពីនិយមន័យ11យើងអាចទីបានទិសបត្តិទី10គឺថា gamma នៃ alpha គឺស្មើ alpha ដក1 gamma នៃ alpha ដក1បើ alpha ធំជាង1ហើយ gamma នៃ n ស្មើ n ដក1 factorial ពីពេលដែល n ជាបក n ជាបក n យើងចាប់ពី1 2 3 4ឡើងទៅណាហើយ gamma នៃកន្លះស្មើឬការ៉េ pi ចឹងគ្រូស្រាយទិសបត្តិទី10ឲ្យមើលបន្តិចចង់ស្រាយថា gamma នៃ alpha ស្មើ alpha ដក1គុណ gamma នៃ alpha ដក1ចំពោះ alpha ធំនឹង1ចឹងបើយើងថា alpha គឺជា real number ដែល alpha ធំជាង1ចំនួនពិតដែល alpha ធំជាង1ចឹងយើងបាន gamma នៃ alpha តាមយមន័យវាស្មើអានីក្រាពី0ដល់ណនទៅគុណ alpha ដក1ឲ្យគុណដក t dt លក្ខខណ្ឌ t យើងធំជាងឬស្មើ0ចឹងដោយប្រើអានីក្រាដេកផ្នែកយើងតាំងអ៊ុយស្មើនឹង t សកូន alpha ដក1អញ្ចឹងខ្ញុំបានដេកអ៊ុយស្មើនឹង alpha ដក1 t សកូន alpha ដក2ហើយ dv គឺ e សកូនដក t dt ខ្ញុំបាន v ស្មើដក e សកូនដក t អញ្ចឹង gamma alpha ស្មើនឹងអ៊ុយ v ដកអានីក្រា v អ៊ុយអញ្ចឹងអ៊ុយ v យើងបានហើយដក t សកូន alpha ដក1 e សកូនដក t សូនបូកអណដកអានីក្រា v អ៊ុយដកប៉ុណ្ណោះយើងបូកអញ្ចឹង alpha ដក1ចេញក្រៅបានហើយស្គាល់អានីក្រា0ដល់ណ t សកូន alpha ដក2 e សកូនដក t dt មួយទៀតអានេះសារទៅយើងនេះធំជាងស្មើ0អញ្ចឹងដាក់បូកអណទៅ0ដាក់0ទៅ0ដែរអញ្ចឹង0អស់លេងនេះខ្ញុំសល់ប៉ុណ្នេះអូខេ
ចឹងអាតេស្គុណអាល់ហ្វាដក2នេះគ្រូអាចសេទៅជាតេស្គុណអាល់ហ្វាដក1ដក1ចឹងតាមយមនៅអានគុំហ្គាម៉ានេះឃើញអីនេះអានេះមិនហ្គាម៉ានៃអាល់ហ្វាដក1ប៉ុណ្ណឹងចឹងគុំហ្គាម៉ានៃអាល់ហ្វាវាស្មើនឹងតេស្គុណអាល់ហ្វាដក1គុណដកតេចឹងដល់ពេលតេស្គុណអាល់ហ្វាដក1ហើយដក1ទៀតចឹងមិនស្មើនឹងហ្គាម៉ានៃអាល់ហ្វាដក1ចឹងលក្ខណៈទី1ស្រ័យចប់ដល់ពេលយើងសរសេរលក្ខណៈទី2យើងប្រើទី1យើងបញ្ជួយយើងមានហ្គាម៉ានៃ n វាស្មើនឹង n ដក1គុណហ្គាម៉ា n ដក1អញ្ចឹងអាហ្គាម៉ា n ដក1តទៀតវាស្មើនឹង n ដក2ហ្គាម៉ា n ដក2អញ្ចឹងចុងក្រោយយើងចុចមកបានន័យថាបាត់ n ដក1គុណ n ដក2គុណរហូតដល់1ហ្គាម៉ានៃ1អញ្ចឹង1រហូតដល់ n ដក1នេះយើងស្មើនឹង n ដក1 factorial ហើយយើងនឹងថាហ្គាម៉ានៃ1ស្មើ1អញ្ចឹងហ្គាម៉ានៃ1បាត់អញ្ចឹងចុងក្រោយឃើញ n ដក1 factorial ណានេះទី3តោះបង្ហាញថាហ្គាម៉ានៃកន្លះស្មើឬក្រេផាយអញ្ចឹងយើងមានហ្គាម៉ានៃកន្លះយើងគ្រាន់តែចំនួនអាល់ហ្វាស្មើកន្លះចូលនៅក្នុងយមន័យរបស់យើងក្នុងហ្គាម៉ានៃអាល់ហ្វាអញ្ចឹងយើងបានហ្គាម៉ានៃកន្លះស្មើអានេះក្រោយពី0ដល់ non ស្គុណដកតេលើឬតេឌីតេអញ្ចឹងបើយើងតាំង y ស្មើឬក្រេតេអញ្ចឹង dy យើងស្មើនឹង1លើ2ឬតេឌីតេអញ្ចឹងអានេះវាទៅជា2រុញហើយហ្គាម៉ានៃកន្លះមក2អានេះក្រោយ0ដល់ non ស្គុណដក y ក្រេ dy វិញដល់អូខេអញ្ចឹងចុងក្រោយយើងទីបានអីចឹងដូច្នេះយើងទីបានហ្គាម៉ានៃកន្លះស្មើនឹង2អានេះក្រោយពី0ដល់ non គុណដក y ក្រេ dy ហើយហ្គាម៉ានៃកន្លះវាស្មើនឹង2អានេះក្រោយពី0ដល់ non គុណដក y ក្រេ dy អញ្ចឹងបើយើងគុណវាបញ្ចូលគ្នាតោះបើយើងគុណអាពីរនេះបញ្ចូលគ្នាយើងបានអីគេហ្គាម៉ានៃកន្លះលើកជាការក្រេអញ្ចឹងនេះឡើងនេះបានណានេះ4ដងអានេះក្រោយ0ដល់ non អានេះក្រោយ0ដល់ non គុណដកហើយគុណបូកចូលគ្នាមកអត់ y ក្រេបូក y ក្រេ dy dy ទៅវាចូលអានិកាដុបត្រូវអត់ចាអានិកាដុបអញ្ចឹងគ្រូបំលែងដូរទៅជាកូននេះពលអញ្ចឹងយើងបានតាំង y ស្មើ s cos theta y ស្មើ s sin theta អញ្ចឹងដោយសារតែ y នៅចន្លោះ0 1 y ក៏នៅចន្លោះy នៅចន្លោះ0ដល់បូក non y នៅចន្លោះ0ដល់បូក non អញ្ចឹងវានៅកាត់ត្រង់ទី1កាត់ត្រង់ទី1 theta យើងរត់ពី0ដល់ pi លើ2ចំណែក r យើងរត់ពី0ដល់បូក non ចឹងគ្រូអាចសេទៅស្មើនឹង4អានេះក្រៅពី0ដល់ pi លើ2សម្រាប់ theta r ពី0ដល់បូក non អញ្ចឹងយើងសេគុណដក y ក្រេបូក y ក្រេស្មើ r ក្រេអញ្ចឹង dy dy គឺ r dy d theta អញ្ចឹង r dy d theta អញ្ចឹងដល់នៃកាសហ្នឹងមកដូចចូលទេស្មើ pi រៀន calculus 2ហើយអញ្ចឹងហ្គាម៉ានៃកន្លះយើងគឺស្មើនឹងឬ pi ព្រោះហេតុអីហ្គាម៉ានៃកន្លះអូនេះគូសិខុសនេះអានេះហ្គាម៉ានៃកន្លះលើកជាការ៉េតាអញ្ចឹងទីបានហ្គាម៉ានៃកន្លះស្មើឬការ៉េ pi បាទព្រោះហ្គាម៉ានៃកន្លះនេះវិជ្ជមានបាត់ហើយអញ្ចឹងយើងស្រាយពីសម្បត្តិ10នេះចប់អូខេ definition ទី12ថាម៉េចគឺថាអធិចរន្តជាប់ x1 អធិចរន្តជាប់ x អធិចរន្ត x ហ្នឹងជាអធិចរន្តជាប់ជាបំណែកចែក gamma ដែលមាន parameter alpha beta ដែល alpha beta 0 តើ PDS របស់វាគឺកំណត់ដោយ s នៃ x ស្មើនឹង1លើbeta ស្គុណ alpha gamma alpha x ស្គុណ alpha ដក1 ស្គុណដក x លើ beta បើ x 0 0ករណីផ្សេងអញ្ចឹងករណីបើ beta ស្មើ1គេបាន standard gamma distribution អញ្ចឹងគេទៅសេ x follow gamma alpha beta នេះជា PDS របស់បំណែកចែក gamma សម្បត្តិទី11គេថាម៉េចបើ x មានបំណែកចែក gamma ដែលមាន parameter alpha និង beta អញ្ចឹងគេបានឲ្យ x យើងគឺស្មើ alpha គុណ beta variant x ស្មើ alpha គុណ beta ការ៉េ m GS របស់វាស្មើ1លើ1ដល់ alpha beta ទេស្គុណ alpha លក្ខខណ្ឌទេទៅជា1លើ beta អញ្ចឹងគឺស្រាយពីសម្បត្តិទី11ឲ្យមើលបន្តិចពីសម្បត្តិទី11តើអញ្ចឹងយើងនឹងថាខ្ញុំ recall បន្តិច
បើ x មានអំណាចចែកកាម៉ា parameter alpha beta នោះគឺទីបាន x យើងគឺស្មើនឹង1លើ beta គុណ alpha កាម៉ានៃ alpha x គុណ alpha ដក1 x គុណដក x លើ beta កាលណា x គុណ0 alpha beta សិតគុណ0ហើយ0កាលនេះទីអញ្ចឹងទីស្បត់គេថាម៉េចបទទី11គេថាបើ x មានអំណាចចែកកាម៉ា parameter alpha beta នោះគឺទីបាន x ស្មើ alpha beta បើរៀន x ស្មើ alpha beta ក្រេហើយ MGS របស់វា m នៃ t ស្មើនឹង1លើ1ដក beta t គុណ alpha កាលណា t ទៅជា1ដក beta យើងស្រាយទៅហើយពី MGS មុនទៅ MGS យើងនឹង MT ស្មើ x ទៅជា u នៃ x គុណ t x ចឹងឲ្យយើងរត់ទៅ0ដល់បូកកណ្ដន់អញ្ចឹងស្មើនឹងក្រៅ0ដល់បូកកណ្ដន់ទូចូលមកគុំ s នេះគុណជាមួយ x គុណ t x យើងដាក់នេះ x គុណ t x អញ្ចឹងយើងដាក់សេចគុណចាប់ដក1លើ beta ចាប់ beta ទៀតបាន1ដក beta t អញ្ចឹងទូអាចធ្វើបានអញ្ចឹងខ្ញុំតា y តា y ស្មើ1លើ beta កតាឲ្យ1ដក beta t x អញ្ចឹងចំនួនរឹក d ទីរឹក dx មកហើយនឹងចំនួនម្លាយ x ចូលទៅតោះអញ្ចឹងយើងបានអន្តរាយយើងបានប៉ុណ្ណេះយើងចាប់1លើ beta t គុណ alpha ព្រោះយើងចង់បានអាហ្នឹងចឹងអត់គុណសពនេះអានេះស្មើប៉ុន្មាននេះអន្តការនេះ1ព្រោះហេតុអីព្រោះ random variable ថ្មីយើងតាម y នេះ random variable នេះអានេះមានចំណាយចែកកម្មមាន parameter វាគឺ alpha និងអីគេ alpha និង1ឃើញអត់ឃើញអត់ចឹង1បាទចឹងសល់តែ1លើ beta t គុណ alpha វាជា PDS PDS របស់ហើយវាជា PDS ចឹង PDS មានលក្ខណៈវាគឺ anagram ស្មើនឹង1យើងចង់រក expected value ហើយនឹង variance យើងគ្រាន់តែធ្វើ derivative ទី1 derivative ទី2ចឹង derivative ទី1នៃតេគឺស្មើ derivative តេនៃ1ដក beta តេគុណដក alpha យើងរុញពីខាងលើមក derivative តេយើងបានalpha beta កតា1ដក beta តេគុណដក alpha ដក1 derivative 2យើងបានវាជា alpha beta ក្រេកតា alpha បូក1គឺដក beta តេគុណដក alpha ដក2អញ្ចឹងឲ្យយើងគឺស្មើនឹង derivative ទី1ត្រង់0ហើយ variance x derivative 2ត្រង់0ដក derivative 1ត្រង់0វាជាក្រេអញ្ចឹងយើងបាន alpha beta នេះបាន alpha beta ក្រេខ្ញុំបានស្រាវជ្រាវពីសបត់ទីនេះសបត់ទី11ចោលសម្រាប់ទីសបត់ទី12នេះអានេះគាត់នឹងជំនួសចូលទៅក្នុងយមន័យ incomplete gamma យើងទៅនេះចេញពិបាកទេសម្រាប់ថ្ងៃទី12ចប់ដែរនឹងជួយដល់អំណាចចែក chi sphere ឬក៏ chi sphere ហ្នឹងឯងអញ្ចឹងបើគេតាំងនុយជាចំនួនគុណវិជ្ជមានអូខេនុយជាចំនួនគុណវិជ្ជមានចាប់ពី1ឡើងទៅណា1 2 3 4 5ហ្នឹងទៅគេថាអធិឆដនជាប់ x1 ឆដន x1 មានអំណាចចែក chi sphere តែមាន parameter នុយយើងហៅថា degree of freedom នុយហើយយើងនឹងសេ x colon chi sphere នុយបើសិនមក PDS របស់ x គឺជា PDS របស់ gamma ដោយយក alpha ស្មើ0ឬ2ហើយ beta ស្មើអីគេស្មើ2ឃើញអត់អញ្ចឹងអំណាចចែក chi sphere វាគឺជាករណីពិសេសរបស់អំណាចចែក gamma ដែលនៅពេលយើងយក alpha ស្មើ0ឬ2ហើយ beta ស្មើ2អញ្ចឹងចូលទៅក្នុង PDS របស់អំណាចចែក gamma យើងនឹងឃើញ PDS របស់អំណាចចែក chi sphere ហើយនៅយើងនេះខ្ញុំចាយថាវាជា degree of freedom ហើយវាមានតារាងវាមួយទៀតសម្រាប់មើលតារាង chi sphere ស្បត់ទី13គេថាម៉េចតែបើ x មានអំណាចចែក chi sphere នុយនោះឲ្យ x ស្មើនុយហើយ x ស្មើនឹង2នុយ m t ស្មើ1ដក2 t សគុណដក0ឬ2ដែលលក្ខខណ្ឌ t ទៅជាកន្លះដល់យើងស្រាយបទទី13បន្តិចអញ្ចឹងយើងសម្គាល់ថាម៉េចនៅពេលដែលយើង follow chi sphere នុយសាកមួយទៅនឹង x follow gamma ដែលមាន alpha ស្មើ0ឬ2 beta ស្មើ2ដូច្នេះ PDS របស់ chi sphere គឺចេញបែបនេះអូខេចឹងទីសបត្តិទី13គេថាបើ x follow chi sphere នុយពីបានឲ្យ x ស្មើនុយវារៀន x ស្មើ2នុយ MGS មកទៅ1ដក2 t សគុណដក0ឬ2 t ទៅជាកន្លះចឹងពីទីសបត្តិទី11យើងមានបានអីគេឲ្យ x មកស្មើ alpha គុណ beta ហើយ alpha យើងមិន0ឬ2 beta យើង2សម្រួលចោលនៅសល់0ញ៉ាំតើបរិញ្ញា x ស្មើ alpha គុណ beta ការ៉េអញ្ចឹងវាស្មើ0ឬ2គុណជាមួយនឹង2ការ៉េអញ្ចឹងសម្រួលទៅបាន2នុយMGS យើងមិន1ដក beta t សគុណដក alpha អញ្ចឹងមិនបាន1ដក
beta យើង2តេ alpha យើងនៅលើ2ឃើញអត់តេទៅជាងកន្លះនេះអានេះគឺយើងនឹងប្រើរហូតដល់ មេរៀន statistic ទី3គឺយើងប្រើវាទៅចាំវាហ្នឹងមកទិសបត្តិទី14គេថាម៉េចគេថាបើ x មានអំណាចចែក normal 1 sigma ការ៉េនោះ random variable ថ្មី v ដែលស្មើនឹង x ដក1ចែក sigma logic array ចែក sigma ការ៉េវាស្មើនឹង z ការ៉េនេះមានអំណាចចែកអីគេ t sphere ដែលមាន degree of freedom 0ស្មើ1អញ្ចឹង normal អាចបន្លាយទៅជា t sphere បានតែលេខ array មកតោះហ្នឹងចឹង z ការ៉េយើង follow normal follow t sphere 1យើងស្រាយបន្តិចបាយទីស្បត់ទី14គេថាម៉េចតោះបើ x វាអំណាចចែក t sphere x follow normal 1 sigma ការ៉េអញ្ចឹងយើងចង់បង្ហាញថា v ដែលស្មើ x ដក1ចែក sigma ការ៉េវាអំណាចចែក t sphere 1អញ្ចឹងដើម្បីបង្ហាញថានុយ v យើងនេះមានអំណាចចែក t sphere ដែលមាន degree of freedom 1យើងត្រូវបង្ហាញថា PDS របស់ v គឺ z នៃ v យើងនេះវាស្មើប៉ុណ្ណេះនេះតាមយមនៅតែតាមពីអញ្ចឹងខ្ញុំតាំង z ធំជា CDS ខ្ញុំតាំង z ធំជា CDS របស់ v ពេលនេះយើងនិយាយបានតាមយមនៃ c នៃ v ស្មើនឹងប្របាប់ v ធំទៅជាស្មើ v ស្មើនឹងប្របាប់អីគឺ v យើងគឺ x ដក1ចែក sigma ការ៉េទៅជា v អញ្ចឹងលក្ខខណ្ឌ v នេះត្រូវធំជា0មែនអត់ធំ0អញ្ចឹងមានន័យប្របាប់ដើម្បីឲ្យ x ដក1ចែក sigma នៅចន្លោះដកឬ v ដល់ឬ v អញ្ចឹងយើងអាចសេទៅ x ដក1ចែក sigma នេះគឺចំនួន digit យើង follow normal ស្មើ1 digit នៅចន្លោះដកឬ v ដល់ v អញ្ចឹងដោយសារ follow normal ស្មើ1អញ្ចឹងអានិក្រាយើងមានប្របាប់នេះគឺស្មើអានិក្រាដកឬ v ដល់ v អានិក្រា digit ដែល z ហ្នឹងគឺជា PDS របស់អីគេរបស់ z អញ្ចឹង PDS របស់ v គឺជា derivative នេះ c នៃ v គឺ derivative របស់ PDS ចឹង derivative v មកអានេះចូលរួមមុនcalculus គេហៅថា fundamental theorem of calculus ចឹងវាស្មើនឹង derivative v នៃអានុគមនេះចឹងវាស្មើនឹង f នៃអីគេនោះ z derivative ហើយ derivative v របស់ derivative នេះគឺស្មើ1លើ2 derivative ប៉ុណ្ណឹងចឹងដកឲ្យនោះ z ដក derivative នេះដកគូក្រោមដល់ហើយ derivative របស់ដក derivative បានដក1លើ2 derivative ចឹងយើងអាចសេបានទៀតដោយសារ i យើងនេះជា PDS របស់ z អញ្ចឹងស្មើ1លើ2 pi ឲ្យសគុណដក z ការ៉េលើ2អញ្ចឹង z យើងគឺ v នេះអញ្ចឹងវាទៅជា v លើ2នេះដែរលេអានេះដកបដជាបូកអញ្ចឹងអានេះចំនួន z ដោយដក v អញ្ចឹងវាទៅ1លើ2ឲ្យសគុណដក v លើ2អានេះដែរអញ្ចឹងយើងឃើញបាន2ដងសម្រួល2ចោលនេះអញ្ចឹង1លើpi 2pi v គុណដកកន្លះឲ្យគុណដក v លើ2តោះទៀតយើងចាប់ដើមចំនួនជាងនៅ gamma នៃកន្លះស្មើឬ pi បានស្រាយហើយពីមុនមកអូខេពីមុនហ្នឹងអញ្ចឹងចំនួន gamma ដែលឬ pi នៃ gamma នៃកន្លះអញ្ចឹងពួកឯងសេសិនគឺឬ2គុណ gamma នៃកន្លះនេះមានន័យថាម៉េចនេះគឺជា PDS របស់អំណាចចែកt sphere ឃើញអត់ដែលមាននុយស្មើម៉ានុយស្មើ1ដូច្នេះវិញយើង follow t sphere នុយស្មើនឹង1អូខេចឹងបងប្អូនអាចមានចម្ងល់អីបន្ថែមអាច comment សួរគ្រូនៅក្នុង Google Classroom បានណាខ្ញុំនិយាយតមកវិញទៀតslide បន្ទាប់ slide ទី30ហើយទី30គេថាម៉េចយើងរៀនអំពីបំណាញចែកថ្មីបន្តិចគេហៅបំណាញចែក beta អញ្ចឹងដំបូងយើងត្រូវស្គាល់អនុគម beta សិនអនុគម beta គឺតាំងដោយ base alpha beta គឺជាអនុគមដែលកំណត់ដោយអង្គដេក្រាកំណត់ពី0ដល់1 x គុណ alpha ដក1 1ដក x គុណ beta ដក1 dx ហើយយើងកំណត់ទានយមន័យថា beta នៃ alpha beta គឺស្មើ gamma alpha គុណ gamma នៃ beta ចែក gamma alpha បូក beta អូខេហើយ gamma គុំ gamma យើងរៀនហើយអូខេចឹងយើងបានយមន័យទី15វាថាម៉េចអធិចរន្តជាប់ x1 មានបំណាញចែក beta ដែលមាន parameter alpha 0 និង beta 0 ប្រសិនបើ density function ឬក៏ PDS របស់វាហ្នឹង
គឺកំណត់ដោយ x ស្មើនឹង1លើក b alpha beta x គុណ alpha ដក1 1លើ x គុណ beta ដក1បើ x នៅចន្លោះខ្លួន1សូនករណីផ្សេងយើងទៅសេ x យើង follow beta alpha beta គឺមួយទីស្បត់ទី15វាថាម៉េចបើ x មានមិនចែក beta alpha beta អញ្ចឹងគេបានx យើងគឺស្មើនឹង alpha លើ alpha បូក beta បរិញ្ញា x ស្មើ alpha beta លើ alpha បូក beta ការ៉េគឺថា alpha បូក beta បូក1អញ្ចឹងយើងខ្ញុំនឹងស្រាយគឺស្បត់ទី15នេះមើលទេតោះនេះក៏ឲ្យគ្រូរំលឹកវិញទេខ្ញុំយំនៅគុំ beta និងបំណាញ់ចែក beta ស្បត់ទី15វាថាម៉េចបើ x មានបំណាញ់ចែក beta alpha beta នោះវាបានx ស្មើ alpha លើ alpha បូក beta បរិញ្ញា x ស្មើ alpha beta លើ alpha បូក beta ការ៉េគឺថា alpha បូក beta បូក1អញ្ចឹងយើងស្រាយតោះx យើងស្មើប៉ុន្មានយើងគឺស្មើនឹងយមន័យអានេះកាត់ដល់បូកអណ x គុណ x dx អញ្ចឹងចំនួន x យើងគឺអន្តរាលយើងវារត់ទៅដល់1វិញតែប៉ុណ្ណឹងវាស្គាល់អស់លេខហើយ x គុណជាមួយនឹង x យើងគឺ1លើ b alpha beta x គុណ alpha ដក1 1ដក x គុណ beta ដក1 dx អញ្ចឹងខ្ញុំរុញអា b alpha beta ចេញស្កាំនេះគាត់នេះចេញអីអានេះមិនចេញបានអន្តរាល0.1 x គុណ alpha 1ដក x គុណ beta ដក1គឺ b នៃ alpha បូក1 beta ប៉ុណ្ណឹងចឹង b នៃ alpha បូក1 beta ចឹងលើ b alpha beta ចឹងតាមយមន័យ b នៃ alpha បូក1 beta យើងអាចសេស្មើហ្គាម៉ានៃ alpha បូក1គុណហ្គាម៉ានៃ beta លើហ្គាម៉ានៃ alpha បូក beta បូក1ដល់ពេល b នៃ alpha beta យើងស្មើនឹងប្រកាសវិញមកគឺបានហ្គាម៉ា alpha បូក beta លើហ្គាម៉ា alpha គុណហ្គាម៉ា beta អញ្ចឹងយើងប្រើលក្ខណៈរបស់ហ្គាម៉ានៃ alpha បូក1វាស្មើ alpha គុណហ្គាម៉ានៃ alpha ឃើញអត់ហើយ alpha បូក gamma នៃ alpha បូក beta បូក1វាស្មើ alpha បូក beta gamma នៃ alpha បូក beta ចឹងអាចសម្រួល gamma នៃ alpha បូក beta បាន gamma alpha gamma beta ចឹងនៅស្មើ alpha លើ alpha បូក beta ដូចគ្នាដែរស្តៀងគ្នាដែរឲ្យ x ការ៉េស្មើនឹងក្រា0ដល់1 1លើ b alpha beta x គុណ alpha បូក1វិញញ៉ាំចឹងអានេះចេញអីអានេះមិនស្មើនឹង b នៃ alpha បូក2 beta ចែកឲ្យ b alpha beta ហើយប្រើលក្ខណៈអង្គម gamma ដូចគ្នាអញ្ចឹងធ្វើដូចមិញដែរខាងក្រោយយើងសម្រួលវាអស់ទៅសល់ alpha គឺថា alpha បូក1លើ alpha បូក beta បូក1គឺថា alpha បូក beta អញ្ចឹងយើងរឹងអាចរក vx ឃើញ vx យើងស្មើនឹងអីx ការ៉េដល់ x ការ៉េចំនួនចូលមកដល់ពីសម្រួលហើយយើងនឹងសល់ alpha គុណ beta ចា alpha បូក beta ការ៉េគឺថា alpha បូក beta បូក1អូខេនេះស្រាវជ្រាវប៉ុណ្ណឹងបើបងប្អូនឯងតាមអត់ទាន់អាច comment សួរបានណានៅក្នុង Google Classroom បំណាញ់ចែកនឹងមួយទៀតគេហៅបំណាញ់ចែកលោកណកមកគេថាអធិចរណ៍ជាប់មួយអធិចរណ៍ជាប់មួយមានបំណាញ់ចែកលោកណកមក x មានបំណាញ់ចែកលោកណកមកលុះត្រាតែ y ដែលស្មើលន x មានបំណាញ់ចែកណកមកតែមានមួយ standard deviation នេះ sigma អញ្ចឹងយើងបាន PDF របស់បំណាញ់ចែកលោកណកមកនេះជា PDF របស់វាគេទៅសេ x follow លោកណកមកមួយ sigma ក្រេគឺស្បត់គេថាម៉េចបើ x មានបំណាញ់ចែកលោកណកមកមួយ sigma ក្រេអញ្ចឹងបាន x យើងស្មើ គុណ1បូក sigma ក្រេលើ2យើងរៀន x ស្មើ គុណ2 1បូក sigma ក្រេគឺថា គុណ sigma ក្រេដក1អញ្ចឹងយើងស្រាយវាបន្តិចតែស្បត់ទី16ដែរមើលយមន័យណាស់ចែកលោកណកមកអូខេ x follow លោកណកមកតាមមុន y ស្មើនឹង x follow ណកមកមួយ sigma ក្រេតែយើងស្រាយវាខ្ញុំតាំងតេគឺជាចំនួនគុតវិជ្ជមានមួយតាំងតេជាចំនួនគុតវិជ្ជមានយើងទៅបាន expected value នៃ x គុណតេស្មើអង្គការដកណនបូកណន x គុណតេ x dx ប៉ុន្តែ x យើងនេះវាមានតម្លៃតកៈនៃ x គុណ0អញ្ចឹងរួមអង្គការ0បូកណន x គុណតេនេះ PDF វាគឺចូលមកណាដូចហើយខ្ញុំតាំង y ស្មើនឹង x តាំង y ស្មើនឹង x យើងទៅបាននៃ x គុណតេស្មើអង្គការដកណនបូកណនទៅជាតេសេគុណ y តេនេះចំនួន x ចូលមកចានេះចេញអីនេះចេញបាន m y តេដែល m y តេគឺជា mgs របស់ y ដែលមានបំណាញ់ចែកណកមកមួយ sigma ក្រេឃើញអត់នេះនេះបានជាមុននឹងហើយតែណា x follow លោកណកមក y ស្មើនឹង x follow ណកមកមួយ sigma ក្រេឃើញ
ចឹងបានប៉ុណ្ណាអញ្ចឹងយើងនឹងថាដោយសារតែ y follow normal មួយពីខាងក្រែអញ្ចឹង mgs វា my ទេស្មើឲ្យសគុណ1នេះទេបូកកន្លះពីខាងក្រែទេអញ្ចឹងករណីពិសេសនៅពេលដែលយើងទេស្មើ1យើងនឹងបានឲ្យ x ស្មើអីទេស្មើ1យើងបានឲ្យសគុណ1បូកកន្លះឃើញទេទេស្មើ2យើងបានឲ្យ x ក្រែស្មើឲ្យសគុណ2 1បូក2សិក្មាក្រែអញ្ចឹងយើងអាចរកx ហើយនឹង variant x បានvariant x ស្មើឲ្យ x ក្រែដល់ឲ្យ x ក្រែចូលមកវាឡាយទៅណាnhưng mà chạy những chọn bạn cái nhắn luôn hoàn toàn đi trong cái này mình điền bao nhiêu ngày lại chỉ 37 គឺយើងរៀនបំណាញ់ចែកមួយទៀតគឺបំណាញ់ចែក y ប៊ូបំណាញ់ចែក y ប៊ូហ្នឹងគឺរកឃើញដោយការពិសោធន៍របស់លោក y ប៊ូគាត់ស្ថិតក្នុងរូបជាកាត់បានជាបំណាញ់ចែកនឹងមួយឡើងមកអញ្ចឹងគេថាអធិចរណ៍ x មួយមានបំណាញ់ចែក y ប៊ូដែលមាន parameter alpha betaក៏ទៅ PDF របស់វាគឺកំណត់ដោយបែបនេះគឺ alpha beta x គុណ beta 11 y គុណដក alpha x គុណ beta ដែលយើងនឹង x follow y bull alpha beta អញ្ចឹងទិសបត់គេថាបើ x មានន័យចែក y bull alpha beta នោះវាទីបានឲ្យ x យើងស្មើប៉ុណ្ណេះ variant x ប៉ុណ្ណេះអញ្ចឹងខ្ញុំស្រាវឲ្យមើលបន្តិចអូខេនេះចែក y bull អូខេខ្ញុំស្រាវតោះតែទីបត់ទី17បងគឺខ្ញុំចាប់ដើមជាងរកពីអីគេយមន័យ x យើងគឺស្មើនឹងអន្តរការដក non បូក non x x ស្មើនឹងតែ យើងមានតម្លៃតែ0 non អញ្ចឹង0 non ជួសចូលមកតោះជួស x ចូលមកបានគណនាបានខ្ញុំតា y ស្មើនឹងy យើងនេះស្មើនេះ alpha x គុណ beta ខាងប៉ុណ្ណឹងគឺនេះ y ជាងទីបាន d យើងស្មើ alpha beta x គុណ beta 11 dx ជាងទីបាន x ដូចគ្នាដែរស្មើនឹង y លើ alpha ជាមួយលើ beta ជាងជួសបញ្ចូលទៅក្នុងកន្សោមយើងហ្នឹងយើងទៅបានx យើងស្មើប៉ុណ្ណេះតែបន្ទាប់ពីសម្រួលទៅអានេះសល់អីគេនេះបាន alpha សេគុណដក1លើ beta អន្តរការ0 non y សេគុណ1បូក1លើ beta ខ្ញុំអាចធ្វើថាដក1វិញអញ្ចឹងនេះចេញអីឲ្យស្គាល់ដោយ grade អន្តរការនេះវាចេញបាន gamma នៃ1បូក1លើ beta ឃើញអត់ប៉ុណ្ណឹងដូចគ្នាដែរឲ្យ x grade ឲ្យ grade យើងបានអានេះmìnhចេញបាន gamma នៃ1បូក2លើ beta អូខេអញ្ចឹងចំនួនចូលមកបាន variant x ស្មើ x grade ដល់ x grade អញ្ចឹងចំនួនទៅឃើញអ្វីដែលយើងចង់បាននេះប៉ុណ្ណឹងអញ្ចឹងបងប្អូនឯងមានចម្ងល់អីបងប្អូនទាំងអស់គ្នាមានចម្ងល់អាច comment សួរគ្រូបានណាអញ្ចឹងសម្រាប់មេរៀនរបស់យើងគឺចប់តែប៉ុណ្ណឹងបាទហើយគ្រូជម្រាបបងប្អូនទាំងអស់គ្នាមានសុខភាពល្អជាផុតពីជំងឺកាច់ម្លាយទាំងពួងគឺបានជោគជ័យក្នុងការសិក្សាសូមអរគុណហើយមានចម្ងល់អីបងអាចគ្រូបានណាអញ្ចឹងយើងសូមចាប់ប៉ុណ្ណឹងបាយ